មានគិតកោលចូលក្នុងវិមានអភិបាលក្រុងឆាប់ការពីលោកម្ចាស់នឹងអ្នកស្រីទៅឲ្យលឿនចាឆាប់ធ្វើតាមខ្ញុំ5បើមិនចង់ស្លាប់ខ្ញុំមិនឃើញរត់ទៅខាងនោះច្បាស់ណាស់នេះច្បាស់ជ្រើខាងក្នុងគួរធ្វើទៅមនុស្សស្រីចូលមកសម្លាប់មនុស្សនៅទីនេះមិនមែនជារឿងល្អទេឡើងខ្ញុំទៅនៅស្ងៀមទៅត្រូវធ្វើតាមខ្ញុំស្ដាប់មិនច្រឡំទេមែនទេគេកំពុងចង់ជួយខ្ញុំនាងចង់យកចេញដោយខ្លួនឯងឬមួយក៏ខ្ញុំជាអ្នកយកចេញឲ្យថាម៉េចពួកឯងចង់ធ្វើមិនឃើញខ្ញុំកំពុងតែសម្រាប់ទេមែនទេលោកមិនបញ្ជាការពួកយើងទទួលបញ្ជាឲ្យតាមរកឃាតករពួកយើងគ្មានចេតនាមករំខានលោកមិនបញ្ជាការទេហើយអ្នកជួយជីវិតរបស់ខ្ញុំតាមពិតគេគឺជាកូនប្រុសរបស់សិនយូសានសោះពេលនេះលោកប៉ាតាយ៉ាងម៉េចទៅហើយលោកម្ចាស់ត្រូវឃាតករចាឲ្យរបួសដៃពេលនេះក៏មានសុវត្ថិភាពហើយធូរចិត្តបន្តិចបើអញ្ចឹងទៅចូលធ្វើស្អីទៀតទៅមិនក៏មកតាមទៅចាប់ឃាតករបាទខ្ញុំនេះពិតជាមានផ្នែកគ្មានប្រស្រីមែនបើជាមិនដឹងថាលោកជាមេបញ្ជាការអញ្ចឹងហ៎ពិតជាមកពីនាងមិនដឹងឬមួយក៏នាងធ្វើមិនដឹងនាងឈួតហើយតាមែនទេមិនក៏ហ៊ានចូលមកធ្វើអ្វីផ្ដេសផ្ដាស់នៅទីនេះតាមសម្ដីដែលនិយាយគេដូចជាយកចិត្តទុកដាក់ចំពោះខ្ញុំណាតើខ្ញុំធ្លាប់ស្គាល់គេមែនទេនាងត្រូវគេបាញ់ខ្ញុំលោកប៉ាតើអ្នកណាធ្វើដាក់ប៉ាបែបនេះឆាប់ឡើងឆាប់រត់ទៅកូនត្រូវតែមានជីវិតរស់បន្តប៉ាសិនយូសានគំនុំជាមួយនេះខ្ញុំនឹងឲ្យលោកសក់ខ្ញុំដល់ជីវិតតាំងពីខ្ញុំរបួសក្បាលកាលពីពេលនេះគឺជាការចងចាំតែមួយគត់ដែលខ្ញុំមានក្នុងចិនប៉ុន្តែហេតុដែលបានជាខ្ញុំមិនចាំថាអ្នកណាគេគឺជាអ្នកបាញ់ខ្ញុំតើគេជាអ្នកណាមិនក៏ខ្ញុំនៅវិមានអភិបាលក្រុងទៀតហើយអត់បានការអូអត់បានការលោកប៉ាកុំខឹងអីយីឈិនឯងកំពុងធ្វើពុតមែនទេព្រោះខ្ញុំបានលើកថាពេលដែលលោកម្ចាស់ត្រូវឃាតករលួចធ្វើឃាតការប្រយុទ្ធមិញឯងនៅសល់សុខជាមួយនឹងស្រីណាក៏មិនដឹងបែបនេះហៅថាកូនប្រុសបារម្ភពីឪពុកមែនទេបែបនេះហៅថាកូនប្រុសដែរទេកូនប្រុសដែលបារម្ភពីឪពុកធ្វើបែបនេះអ្វីដែលលោកនិយាយខ្ញុំមិនប្រកែកទេតែដោយសារតែយប់មិញនេះគឺជាថ្ងៃខួបមរណភាពរបស់ម្ដាយរបស់ខ្ញុំទើបភ្លេចខ្លួនបន្តិចសូមលោកប៉ាដាក់ទុំមកចុះវាមិនមែនជាកំហុសរបស់កូនទេឃាតករនោះបានរៀបចំផែនការយ៉ាងល្អបន្លំធ្វើជាអ្នកបម្រើទើបយកវិបាកស្មានអូតើលោកមេតបបានឃើញមុខរបស់វាដែរទេពេលនោះវាងងឹតពេកតែខ្ញុំប្រកាសថាវាជាមនុស្សស្រីព្រោះខ្ញុំបាញ់វាចំមួយក្រុមនៅត្រង់ស្មាបាញ់មែនទេស្ដាប់មកជាខ្ញុំមនុស្សគ្រប់គ្នាដែលចេញចូលវិមានអភិបាលត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់បាទឈប់សិនសំឆៃមិនសិនខ្ញុំជាភ្ញៀវរបស់មេបញ្ជាការជីឈិននេះជាបញ្ជាលោកមេតបធំក្រុមមនុស្សទាំងអស់ដែលចេញចូលក្នុងវិមានអភិបាលត្រូវតែឆែកឆែកទៅដល់ខាងចុងក្រោយឯងគ្មានភ្នែកឬមកក៏ចាំមិនហ៊ានមកប៉ះពាល់មនុស្សស្រីរបស់ខ្ញុំតែមានបញ្ជាការប្រាប់ថាមិនក៏ហ៊ានតមកជាមួយយើងយីឈិនពេលដែលលោកមកចេះអាការៈបែបនេះធ្វើឲ្យខ្ញុំកាន់តែដឹងច្បាស់ហើយថានារីម្នាក់នេះគឺជាអ្នកណាបានជាធ្វើមនុស្សដូចលោកទៅជាបែបនេះលោកនេះពិតជាមានមនុស្សស្តៀងគ្នាបែបនេះមែនទេបើលោកមកតន់ពេលទៅហើយនោះអញ្ចឹងខ្ញុំសូមណែនាំនេះគឺជាប្រពន្ធថ្មីរបស់ខ្ញុំឈ្មោះលិនរូលីសួស្តីមេបញ្ជាការលិនរូយីលោកនេះពិតជាមានមនុស្សដូចគ្នាបែបនេះមែនទេចប់សិនចាំងមិនអាចទៅរួចទេមើលឲ្យទៅដូចជាកំពុងតែសោកស្ដាយស្រីម្នាក់នេះដែលបានស្លាប់ទៅហើយក្រែងលោកបានសន្យាថាមិនសម្លាប់នាងមែនទេយើងជាអ្នកសម្លាប់ពួកគេទាំងអស់យ៉ាងម៉េចឯងមានអីទេឯងស្ដាយគេ
បាទខ្ញុំចាំងហ្វឹងមានបញ្ជាការកងទ័ពសិន3រីករាយខ្លាំងណាស់ដែលបានស្គាល់អ្នកនាងលីនរ៉ូលី ខ្ញុំគិតថាលោកមិនគួរធ្វើបែបនេះទេវាមិនសមឡើយ ខ្ញុំប្រាប់អ្នកនាងលីនចោះរៀបការជាមួយយីឈិនពេលនេះបានត្រឹមតែជាប្រពន្ធចុងគេប៉ុណ្ណោះ មនុស្សស្រីដែលខ្ញុំជ្រើសរើសទោះបីជាប្រពន្ធដើមឬមួយក៏ប្រពន្ធចុងលោកមិនចាំបាច់បារម្ភទេព្រោះគ្រប់ប្រពន្ធរបស់ខ្ញុំទាំងអស់ត្រូវបានធានាយ៉ាងល្អពីខ្ញុំ ទៅចុះ ទីនេះជាកន្លែងណា វាជាកន្លែងផ្ទាល់ខ្លួនរបស់ខ្ញុំលំនៅឋានម៉ុងធីងអឺក្រោយពីកើតហេតុ5ឆ្នាំមុនលោកអភិបាលបានឲ្យទីកន្លែងនេះមកខ្ញុំ ម៉ុងធីងអឺ5ឆ្នាំមុន នេះយ៉ាងម៉េចទៅហើយ លោកមិនបញ្ជាការមកវិញហើយអេចុះថ្ងៃនេះលោកនាំអ្នកណាមកដែរមើលទៅស្រីម្នាក់នេះមានមុខមាត់ដូចប្រពន្ធដើមរបស់យីឈិនដែលធ្លាប់បានឃើញក្នុងរូបថតខ្លាំងម្ល៉េះពួកគេមើលទៅដូចគ្នាណាស់ នាងមកដល់ទាន់ពេលល្មមខ្ញុំសូមណែនាំឲ្យស្គាល់ចុះនេះជាប្រពន្ធទី3របស់ខ្ញុំសាំងវ៉ាន់នាងគឺលីនរ៉ូលីចាប់ពីពេលនេះតទៅនាងខ្លាចជាប្រពន្ធទី4របស់ខ្ញុំ តើគេមានប្រពន្ធប្រមាណនេះបានន័យថាលីនរ៉ូលីល្អណាស់ពេលនេះទៅនាងមានភារកិច្ចបម្រើលោកមេបញ្ជាការជាមួយគ្នាកុំតានទាំងអីមានការអីអាចសួរខ្ញុំបានខ្ញុំមិនបាននិយាយថានឹងធ្វើជាប្រពន្ធលោកទេ ម្សិលមិញនាងបានធ្វើទន់ភ្លន់ដាក់ខ្ញុំថ្ងៃនេះបែរជាប្រកែកជាមួយខ្ញុំទៅវិញមិនបានទេត្រូវតែបដៅនាងខ្លះគ្រប់គ្នានៅក្នុងវិមានអភិបាលសុទ្ធតែដឹងថាខ្ញុំមានភរិយាថ្មីនៅយប់នេះបើសិនជានាងមិនចង់ស្លាប់ត្រូវតែធ្វើតាមខ្ញុំតាមការសម្ដែងរបស់ខ្ញុំគ្រប់យ៉ាងខ្ញុំនឹងរូលីជាគូស្នេហ៍ថ្មីថ្មោងដូច្នេះបើគ្មានរឿងអ្វីសំខាន់កុំចូលទៅរកខ្ញុំអី ប៉ុន្តែម៉ាក់បានប្រាប់ឲ្យយើងរៀបចំពិធីខួបកំណើតជូនលោកប៉ែ ចាំទុកម៉ាក់របស់ខ្ញុំបានស្លាប់ទៅហើយមនុស្សស្រីក្នុងវិមានអភិបាលនៅពេលនេះគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ ម៉ាក់របស់គាត់ពិតជាត្រូវសេនយូសានបោះបង់ចោលមិនខានទេមិនឆ្ងល់ទេហេតុអីបានជាគេដឹងថាខ្ញុំជាឃាតករឬក៏គេជាសត្រូវរបស់ឪពុកខ្លួនឯងដាក់ខ្ញុំចោះទៅប្រាប់ឲ្យដាក់ចោះដាក់ខ្ញុំចោះទៅលោកមេបញ្ជាការតើលោកមានរឿងអីដែរមែនទេ ចាប់ពីពេលនេះតទៅហៅខ្ញុំថាយីឈិន ជីឈិននេះឈ្មោះនេះពិតជាពិរុនណាស់ ពេលនេះនាងបានចូលមកផ្ទះរបស់ខ្ញុំហើយតទៅនេះពួកយើងមានច្បាប់ចំនួន3ទី1កុំនិយាយប្រេះផ្ដាស់ទី2នាងមិនត្រូវអនុញ្ញាតឲ្យដើរប្រេះផ្ដាស់ទេទី3កុំតាក់ទងជាមួយនឹងជាងហ្វឹងទៀតឲ្យសោះ អ្នកណាកំពុងតែតងចាំងហ្វឹងខ្ញុំមិនដឹងថាលោកនិយាយពីអីទេខ្ញុំគ្រាន់តែដឹងថាការដែលលោកនិយាយគ្រាន់តែបញ្ឈប់ប៉ុណ្ណោះហើយខ្ញុំគ្រាន់តែសហការជាមួយលោក បើសិនជានាងមិនសូវទម្លាប់នឹងពាក្យថាប្រពន្ធទេអញ្ចឹងហៅថាលោកស្រីគូទៅចុះ គូជាឈិននាមតកលរបស់លោកគឺគូហើយនាមតកលសេនយូសានគឺសេនហេតុអីបានជាលោកប្រើនាមតកលគូ នាងពិតជាមិនចង់ចាំអ្វីពិតមែនឬមួយក៏នាងធ្វើពុត តើមានអ្វីដែលខ្ញុំគួរចង់ចាំទេ នាងពិតជាបាត់បង់ការចងចាំពិតមែនគ្មានអ្វីទេយ៉ាងណាសម្រាប់នាងការចងចាំមិនល្អស្រាប់ទៅហើយមិនចាំក៏ល្អដែរត្រូវហើយថ្មីនេះមានការធ្វើឃាតនៅវិមានអភិបាលដូច្នេះចាប់ពីពេលនេះតទៅនាងត្រូវនៅទីនេះចាំឲ្យខ្ញុំជាអ្នករៀបចំអាហារពិសេសនាងមិនអាចចេញទៅណាបានទេខ្ញុំជាអ្នករៀបចំឲ្យនាងទៅចុះ រួមទាំងលោកនឹងប្រពន្ធចង់ទាំងនោះដែរមែនទេ ប្រចាំតែមែនទេ អ្នកណាទៅប្រចាំទៅខ្ញុំគ្រាន់តែបារម្ភខ្លាចគេនឹងធ្វើបាបខ្ញុំ នៅក្នុងវិមានអភិបាលនេះមនុស្ស2នាក់ទី1ប្រពន្ធទី3របស់ខ្ញុំនិងប្រពន្ធទី2របស់ខ្ញុំម្នាក់ទៀតពួកគេតែ2នាក់នេះចាំងមិនសិនគឺជាអ្នកបញ្ជូនមកនិយាយជាមួយពួកគេត្រូវតែប្រយ័ត្ន ជាមេបញ្ជាការពិតមែនតែមើលទៅត្រូវហុំព័ទ្ធដោយខ្លានឹងចចកតែខ្ញុំចង់ដឹងថាលោកមានប្រពន្ធច្រើនបែបនេះចុះប្រពន្ធដើមរបស់លោកគេនឹងប្រចាំលោកដែរទេ អញ្ចឹងតើនាងប្រចាំខ្ញុំទេអាចត្រាំខ្ញុំតើបានទេ ចុះវាពាក់ព័ន្ធអីជាមួយខ្ញុំដែរ
សុកខ្ញុំក៏ត្រូវលោកអស់ចុះមកទីនេះតែខ្ញុំមិនអាចបានទេ ទឹកអនាម័យសិទ្ធិក្លិនដែលមានវត្ថុធាតុដើមសំខាន់ចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera ចុកពោវីតាមីន E skin care ស្រាស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួនរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីបស្ងួនជួយឲ្យស្បែកមានសុខភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ ចុះបើខ្ញុំមិនអនុញ្ញាតឲ្យនាងទៅ លោកមិនខ្លាចថាខ្ញុំនឹងសម្លាប់បានលោកម្ដងទៀតទេ ត្រូវចាំទុកកុំធ្វើបែបនេះម្ដងទៀតឲ្យសោះគ្រប់យ៉ាងត្រូវស្ដាប់ខ្ញុំចាំខ្ញុំកន្លែងនេះហើយ រូបភាពដែលលោកបង្ហាញដូចជាស្រឡាញ់ខ្ញុំណាស់មកពីលោកខ្លាចខ្ញុំទៅសម្លាប់បានលោកទើបចង់គ្រប់គ្រងខ្ញុំទុកនៅទីនេះបានតើព្រោះការនៅក្បែរលោកវាកាន់តែធ្វើខ្ញុំងាយស្រួលចូលទៅយុទ្ធសិនយូសានប៉ុន្តែសម្រាប់មុនខ្ញុំគ្រាន់តែមកសម្ដែងប៉ុណ្ណោះកុំគិតអ្វីផ្សេងពីនេះ យល់ព្រមខ្ញុំទុកនៅកន្លែងនេះ នេះជាស្អី នាងសាកបើកមើលវាទៅ រោគរាត្រីខ្ញុំបានប្រាប់លោកហើយតើថាខ្ញុំគ្រាន់តែសម្ដែងជាមួយលោក ទៅហើយវាគឺជាការសម្ដែង លោកចង់ធ្វើអីតើពួកគេកំពុងធ្វើអីអញ្ចេះបានហើយនៅប្តីសម្លាញ់ត្រូវធ្វើយុបណាទៀតទៅលោកប្តី កម្លាំងរបស់បងនៅខ្លាំងទោះជាធ្វើដល់ព្រឹកក៏គ្មានបញ្ហាដែរ អាក្រក់ណាស់នេះចង់ធ្វើអីជាមួយគ្នាដល់ព្រឹកមែនទេស្ដាប់សំឡេងដូចជាស្រីឃ្លានពីពេលណាមកអញ្ចឹងនេះគេទៅបាត់ហើយក្រោកឡើងខ្ញុំក៏សង្ស័យដែរលោកមានចេតនាអាក្រក់ធ្វើឲ្យខ្ញុំស្លៀកពាក់ឈុតគេងលោកកំពុងគិតអាក្រក់លើខ្ញុំមែនទេ ខ្ញុំពិតជាមានបំណងពិតមែន លោកថាម៉េច គ្រាន់តែចង់ឃើញលោកស្រីគូស្លៀកពាក់ឈុតគេងនេះតែប៉ុណ្ណោះទេតើស្អាតប៉ុណ្ណាទៅ អូគ្មានបែបនេះទៀតទេ ចង់សម្រាប់ខ្ញុំតែមែនទេ សុំទោសដែលរំខានតែមុននេះការិយាល័យអភិបាលក្រុងទូរស័ព្ទមកប្រាប់ថាម៉ាក់របស់យាយឈិនចង់ជួបប្រពន្ធថ្មីកូនប្រុសគាត់វាមានអភិបាលភរិយាលោកអភិបាលប្រាប់ឲ្យខ្ញុំទៅជួបមិនគួរជារឿងលួចធ្វើឃាតថ្ងៃនោះទេវាអត់តទៅនឹងគូយាយឈិនដែរទេមិនអីទេចាំខ្ញុំបដូរសម្លៀកបំពាក់ឲ្យនឹងទៅតាមពិតជាដោយពាក្យចចាមបារាមដែលគេបាននិយាយមែនថាគូយាយឈិនបានយកប្រពន្ធចុងមកដេកជាមួយនៅជប់ដែលលោកមេតបត្រូវគេធ្វើឃាតហើយនាងមើលទៅពិតជាដោយប្រពន្ធដើមគេខ្លាំងណាស់មិនស្មានសោះថាប្រពន្ធអភិបាលក្រុងមើលទៅក្មេងយ៉ាងនេះតែហេតុអីបានខ្ញុំមានអារម្មណ៍ថានាងមើលមកខ្ញុំដូចមិនពេញចិត្តបែបនេះនាងគឺរូលីប្រពន្ធចុងរបស់យាយឈិនមែនទេនាងខ្ញុំលីនរូលីសួស្ដីលោកស្រីគ្មានដឹងពីសិលធម៌បាននិយាយតាមសម្ព័ន្ធភាពនាងគួរតែហៅខ្ញុំថាម៉ាក់ម៉ាក់អីតែយាយឈិនបាននិយាយថាម៉ាក់គាត់បានស្លាប់យូរហើយមិននឹងអាចហៅលោកស្រីថាម៉ាក់បានគូយាយឈិនប្រហែលជាមិនបានបង្រៀនពីសិលធម៌ដល់នាងទេអញ្ចឹងថ្ងៃនេះទុកឲ្យយើងបដៅនាងចុះមនុស្សស្រីរបស់ខ្ញុំនាងគ្មានសិទ្ធិមកបដៅទេ បងយាយឈិនអ្វីដែលខ្ញុំលើកជាការពិតទេស្រីម្នាក់នេះជាប្រពន្ធរបស់អភិបាលក្រុងចុះហេតុអីបានជាហៅគូយាយឈិនថាជាបង មិនអីទេមែនទេនាងហ៊ានវាយមនុស្សរបស់ខ្ញុំផង មកពីនាងមិនគោរពខ្ញុំមុនខ្ញុំគ្រាន់តែអប់រំនាងប៉ុណ្ណោះ នាងមានគុណសម្បត្តិស្អីចង់មកអប់រំមនុស្សរបស់ខ្ញុំនោះ ខ្ញុំគឺជាប្រពន្ធរបស់មេតមបើគិតឲ្យត្រូវជាម៉ាក់ក្មេករបស់គេខ្ញុំគ្មានសិទ្ធិបដៅគេមែនទេ ល្អណាស់អញ្ចឹងសូមលោកជំទាវជួយចាំពីឋានៈរបស់ខ្លួនឯងផងកុំមានគំនិតអ្វីផ្ដេសផ្ដាសមិនស្មោះត្រង់ចំពោះប៉ាខ្ញុំ ហេតុអីលោកមិនអាចបំភ្លេចនាងលីនរូលីខ្ញុំចង់ឲ្យនាងបាត់ខ្លួនពីពិភពលោកនេះណា អ្នកណាឲ្យនាងមកទីនេះតែម្នាក់ឯងតើនាងភ្លេចពីអ្វីដែលខ្ញុំបានប្រាប់ហើយតែមែនទេ មិនក៏លោកនិយាយជាមួយម៉ាក់ចង់របស់លោកបែបនេះ ខ្ញុំសូមបញ្ជាក់ម្ដងទៀតស្រីម្នាក់នោះមិនមែនជាម៉ាក់របស់ខ្ញុំទេ ប៉ុន្តែនាងគឺជាគូស្នេហ៍របស់លោកត្រូវទេ លីនរូលី អាយ៉ាខ្ញុំខកក៏បានតែលោកអាចប្រាប់ខ្ញុំបានទេថាលោកធ្លាប់មានរឿងអីជាមួយនាង ស្រីម្នាក់នោះគឺជាមនុស្សឈួតទេនៅកាន់តែឆ្ងាយពីគេគឺកាន់តែល្អដាច់ខាតកំណត់ចិត្តគេឲ្យសោះ អូ ឈឺដែរទេ ចុះលោកគិតថាការដែលគេត្រូវតែកំភ្លៀងខ្លាំងបែបនេះខ្ញុំគួរឈឺទេ ចាប់ពីពេលនេះទៅត្រូវស្ដាប់ខ្ញុំ បងស្រីរូលីកើតអីដែរទៅ នៅមានមុខមកសួរទៀត
បើមិនមែននាងមកប្រាប់ពីរូលីឲ្យទៅកាន់វិមានអភិបាលតើនាងបានឈឺខ្លួនយ៉ាងម៉េច ហើយយ៉ាបងអូនស្រីយ៉ាងម៉េចហ្នឹងចាំខ្ញុំទៅរកថ្នាំល្អមកឲ្យបងអូនស្រីនេះជាប្រពន្ធទី2របស់គេមែនទេអ្វីក៏ដោយពួកយើងមានភារកិច្ចបម្រើលោកមេបញ្ជាការបងអូនស្រីក៏ដូចគ្នាដែរមិនអញ្ចឹងទេ មិនចាំបាច់រកថ្នាំមកទេចាំខ្ញុំជាអ្នកមើលថែនាងចុះ បងស្រីឃើញដូចខ្ញុំដែរទេនាងនោះអាំងលើសម្រាប់របស់វាដែលមើលទៅដូចនាងប្រពន្ធដើមម្នាក់នោះទៅធ្វើឲ្យលោកមេបញ្ជាការនៅក្រោមកដូចក្បិនវាបែបនេះស្រីម្នាក់នេះមិនអាចនៅទីនេះបានទេបងស្រីចង់ធ្វើអីមិនមែនជាយើងតែជាប្រពន្ធរបស់អភិបាលក្រុងទៅវិញទេទំនាក់ទំនងរវាងគូយីឈិននិងសេនយូសានមើលទៅដូចជាស្មុគស្មាញជាងអ្វីដែលខ្ញុំគិតមើលទៅគេមិនចេះស្និទ្ធជាមួយសេនយូសានមិនបានទេខ្ញុំត្រូវតែស៊ើបពីរឿងនេះបងស្រីមិនបានជាមកអង្គុយទីនេះតែម្នាក់ឯងអញ្ចឹងនឹងមេបញ្ជាការមែនទេគាត់ប្រហែលជាកំពុងរវល់ខ្លាំងហើយត្រូវហើយលោកមេបញ្ជាការរវល់ណាស់ប្រហែលជាគ្មានពេលទេបងស្រីទៅតែមកដល់វិមានម៉ាសាលបងក៏នៅមិនទាន់ស្គាល់ទីនេះច្បាស់ដែរអញ្ចឹងចុះចាំបងជូនបងដើរមើលជុំវិញវិមាននេះគិតយ៉ាងម៉េចដែរល្អណាស់អាយ៉ាបងស្រីកាត់អីមែនទេនៅសុកបងក៏មានអារម្មណ៍ថាចុកពោះបងអាចដើរមើលម្នាក់ឯងសិនក៏បានដែរអូផ្លេច5បន្ទុកមួយនេះគឺជាកម្មសិទ្ធិរបស់ភរិយាដើមលោកមេបញ្ជាការកុំចូលទៅក្នុងនេះឲ្យសោះប៉ះពាល់បន្ទប់ហាមឃាត់លោកមេបញ្ជាការលើកនេះនាងមិនរួចខ្លួនទេជាបន្ទប់ហាមឃាត់ដើម្បីនេះខ្ញុំតាមតនាងហើយហាក់ដូចមានអារម្មណ៍ថាខ្ញុំដូចជាធ្លាប់ស្គាល់បន្ទប់នេះត្រូវមកតែម្ដង ឈៀងហឺប្រពន្ធសម្លាញ់របស់បងសម្បត្តិជូនទៅអូនថ្មីនេះកិច្ចការយោធាកំពុងតែមានការមមាញឹកខ្លាំងបងនឹកអូនខ្លាំងណាស់ពេលបងបានទទួលដំណឹងថាអូនមានផ្ទៃពោះបងពិតជាសប្បាយចិត្តខ្លាំងណាស់ចង់ទៅផ្ទះភ្លាមដើម្បីនៅក្បែរអូន ពិតជាផ្អែមល្ហែមណាស់គូយីសិននេះមើលទៅសក់អក្រក់តែការសរសេរសម្បត្តិនេះមើលទៅស្វីតណាស់អើយនេះវាអាចទៅរួចបានចឹងមិញពិតជាមិនអាចទេមិនអាចទៅរួចទេស្រីហើយយ៉ារូលីហេតុអីបានជានាងចូលមកក្នុងបន្ទប់នេះហើយចុះឯណាកងដៃលោកជំទាវនាងដឹងទេថាវត្ថុនេះតំណាងឲ្យក្តីស្រឡាញ់រវាងលោកមេបញ្ជាការនិងប្រពន្ធដើមគាត់គូយីឈិនខ្ញុំគ្មានចេតនាទេលោកមេបញ្ជាការ ចេញទៅនាងដឹងដែរទេរបស់នេះមានគុណតម្លៃចំពោះខ្ញុំយ៉ាងម៉េច កងដៃនេះច្បាស់ជាសំខាន់សម្រាប់គាត់ខ្លាំងណាស់ចាំខ្ញុំសងលោកវិញចុះ បានចឹងតែនាងចង់សងខ្ញុំយ៉ាងម៉េច ចុះលោកចង់ខ្ញុំសងវិញចឹងមិញ គឺវាស្ថិតនៅលើរូបនាងទេពួកគេមិននៅទេលោកក៏មិនចាំបាច់ធ្វើបែបនេះដែរ មិនមែនបន្លំភ្នែកទេ ធ្វើអីទៅគូយីឈិនគេបោកប្រាស់ខ្ញុំលោកក៏ហៅខ្ញុំ ខ្ញុំមិនដែលកុហកនាងទេ ចុះនេះជាស្អីតាំងពីដំបូងដែលលោកឃើញខ្ញុំលោកក៏ចង់យកខ្ញុំមកជំនួសប្រពន្ធដើមលោកមែនទេ នាងបានឃើញអស់ហើយតើមែនទេចុះនាងគិតយ៉ាងម៉េច កុំឆ្លក់វង្វេងនឹងប្រពន្ធចំខ្លាំងពេកកូនណាស់តែរកពេលទៅជួបពេទ្យខ្លះទៅ ខ្ញុំមិនឲ្យនាងជឿមកលើរូបខ្ញុំទេប៉ុន្តែអារម្មណ៍របស់ខ្ញុំគឺជាការពិតខ្ញុំមិនដែលគិតនាងយកទៅចំនួនអ្នកណាទេខ្ញុំនាំនាងចូលមកក្នុងវិមានម៉ាសាលគ្រាន់តែចង់ការពារនាងតែប៉ុណ្ណោះ ខ្ញុំមិនត្រូវការឲ្យអ្នកណាមកការពារខ្ញុំទេបើចាំទៀតលោកគឺជាកូនសត្រូវដែលសម្រាប់ប៉ាខ្ញុំដូច្នេះរឿងរបស់ពួកយើងមិនអាចទៅរួចទេខ្ញុំនឹងចាញ់ពីវិមានម៉ាសាលឲ្យឆាប់បំផុតអរគុណណាស់សម្រាប់ការយកចិត្តទុកដាក់
ហើយយ៉ាលោកមេបញ្ជាការមានរឿងអីជាមួយបងស្រីរលីមែនទេហេតុអីបានជានាងចេញទៅទឹកមុខមិនសូវល្អ ក្រែងនេះជាអ្វីដែលពួកនាងចង់បាន អ្នកមីងអាលីឯងនៅមានជីវិតដល់ឡើយទេមកចូលមកក្នុងមកអ្នកមីងនេះជាអ្វីដែលបានកើតឡើងចំពោះជីវិតរបស់ខ្ញុំមិញនេះឯងនិយាយថាគូយីឈិនជាអ្នកជួយឯងមែនទេដំបងគិតថាគេជួយខ្ញុំដល់ចិត្តស្មោះតែតាមពិតគ្រាន់តែជាការកុហកប៉ុណ្ណោះគេនេះអាក្រក់ណាស់គេគ្រាន់តែចង់យកខ្ញុំទៅជំនួសប្រពន្ធដើមគេតែប៉ុណ្ណោះសំណាងហើយដែលគូយីឈិនមិនបានដឹងពីសាវតារបស់អាលីឯងនិយាយត្រូវគូយីឈិនគឺជាកូនប្រុសរបស់សត្រូវគ្រួសារក្មួយឯងពិតជាមិនអាចនៅជាមួយគេបានទេណានៅពេលនេះសិនយូសានគេប្រុងប្រយ័ត្នខ្លួនខ្លាំងណាស់បើយើងចូលទៅចិត្តខ្លួនគេម្ដងទៀតខ្ញុំខ្លាចថាពិបាកជាងឡើងឋានសួគ៌ទៅទៀតថ្ងៃកំណើតរបស់សិនយូសានជិតមកដល់ហើយគេក៏បានកក់បន្ទប់សម្រាប់ពិធីជប់លៀងផងដែរក្មួយអាចបន្លប់ខ្លួនជាអ្នកចម្រៀងចូលបានជប់សិននៅនេះមានលិខិតចេញដែរទេ ខ្ញុំមានលិខិតចេញ ទោះបីជាមានលិខិតចេញតែខ្ញុំសុំឆែកកាបូបរបស់អ្នកនាងសិន ខ្ញុំថាដូចជាមិនសមទេព្រោះសត្វតែជារបស់ផ្ទាល់ខ្លួន ទោះបីជារបស់ផ្ទាល់ខ្លួនក៏ត្រូវត្រួតពិនិត្យដែរ ខ្ញុំពាក់ស្បែកមកបែបនេះហើយមិនក៏លោកនៅមើលខ្ញុំស្គាល់ទេអ្នកនាងលីនសូមអ្នកនាងប្រងកិត្តិយសឡើងរំជាមួយនឹងខ្ញុំតើបានដែរទេ បើចង់រំមិនក៏មិនប្រាប់ខ្ញុំក្រែងខ្ញុំបាននិយាយហើយថាកុំរវល់ជាមួយនឹងយ៉ាងហ្វឹងលោកពូកែរំណា នាងក៏ដូចគ្នាដែរ ខ្ញុំបានពាក់ស្បែកមកហើយមិនក៏លោកស្គាល់ខ្ញុំទេ នាងចង់ចិត្តខ្លួនឯងឬមកចង់ចិត្តឯងទៅណាមកទៅមិនខ្ញុំទៅបានទេ លោកបញ្ជាការពួកយើងទៅជាឲ្យតាមរកទៅពួកយើងគ្មានចំណាំមកខាងលោកបញ្ជាការទេ ពេលមកទៅបាន លោកទៅ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 ពេលនេះខ្ញុំស្គាល់ហើយ មកខ្ញុំទៅទៅមកមកទៅចិត្តគាត់ ខ្ញុំមិនមានភ្លេចស្អីមែនបើចាំថាលោកជាអ្នកបញ្ជាការ ចាំមកមកទៅមកខ្ញុំនេះគួរថាតែនេះមិនទៅ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 ទីនេះ អត់ស្បែកជីពេលទៅទៅទៅខ្ញុំស្គាល់គេមែនទេ មាន
លោកបាយរំណា នាងក៏ដូចគ្នាដែរ ខ្ញុំតែស្គាល់មកហើយមិនស្គាល់ទេ ប្រាក់បេះដូងរបស់ខ្ញុំ លោកមិនជាការរកបានអត់ណាមើលទៅកាយការរកទៅលោកអាចប្រតិយុរំជាមួយបាត់បាត់ទេមិនបានជាខ្លះម្លេះខ្ញុំជាគុំណាស់ខ្លួនឯងមិនជាចេញគូជាឆ្នាំរបស់បាត់បាត់នេះមិនមានសោះឆ្លាតទេណា ខ្ញុំខ្លាំងណាស់បានទេព្រោះវាអាចមានកំហុសឆ្គងថ្ងៃនេះគឺជាថ្ងៃគប់ណាស់របស់ខ្ញុំដូច្នេះថ្ងៃនេះគាត់ជាលោកឯងបាយគូរំរបស់គាត់មាន នេះក៏ជាអ្នកជំនាញមិនសមឡើងលោកទេ អ្នកសម្រាប់តែសំមិនជាទេនេះចាតាំងពីនេះការជាមួយលោកអាចបានខ្ញុំបានខ្លាចជាលោកទៀតហើយដូច្នេះសូមរក្សាតម្លៃខ្លាចក្នុងស្ដីរបស់ខ្ញុំទៅ អូយฉันអូស្រីខ្ញុំមានតែខ្លួនបានលោកលោកមិនលោកមិនទទួលស្គាល់ពីចំណាក់លោកមិនថាគេជាពលរដ្ឋបានលោកដែរ គ្រប់បាទចុះការពីពេលលោកបញ្ជូនបងស្រីរបស់ខ្លួនឯងដល់របស់ខ្ញុំលោកគាត់ពីការគ្រប់ឯងទេ ហើយបាទហើយនិយាយច្រើន ប្រើបេះដូងរបស់ខ្ញុំ លោកមេបញ្ជាការរំបានល្អណាស់មើលទៅកាយវិការរស់រវើងតើលោកអាចផ្ដល់កិត្តិយសរំជាមួយខ្ញុំមួយបទបានទេមិនបានជានាងក្លាហានម្លេះក្នុងកម្មវិធីគូកំណត់ស្វាមីខ្លួនឯងបើជាហ៊ានចេញគូជាឈិនឡើងរំដោយបាត់ចំហបែបនេះមិននេះមានសង្ស័យខ្ញុំដែរទេណា ខ្ញុំខ្លាចថាមិនបានទេព្រោះវាអាចមានកំហុសខុសឆ្គងថ្ងៃនេះគឺជាថ្ងៃខួបកំណើតលោកប៉ារបស់ខ្ញុំដូច្នេះថ្ងៃនេះគាត់ជាតួឯកដៃគូរំរបស់គាត់ក៏មានហើយដែរ នាងគ្រាន់តែជាអ្នកចម្រៀងមិនសមឡើងរំនឹងលោកទេ អ្នកសម្រាប់ចិត្តថាសមឬមិនសមមិនមែនជានាងទេនៅនេះជាតាំងពីនាងរៀបការជាមួយនឹងលោកអភិបាលក្រុងនាងបានខ្លាចទៅជាលោកជំទាវទៅហើយដូច្នេះសូមរក្សាតម្លៃថ្លៃថ្នូរនឹងសម្ដីរបស់នាងផងទៅ គូយីឈិនបងស្រីរបស់ខ្ញុំរៀបការជាមួយនឹងប៉ារបស់លោកទោះបីជាលោកមិនទទួលស្គាល់គេជាម៉ាក់លោកកុំភ្លេចថាគេជាប្រពន្ធរបស់ប៉ាលោកដែរ គោរពបានចុះការពីពេលដែលលោកបញ្ជូនប្អូនស្រីរបស់ខ្លួនឯងទៅឲ្យប៉ារបស់ខ្ញុំលោកធ្លាប់គិតពីការគោរពដែរទេ ហើយបាទហើយយីឈិនណាវាកម្រណាស់មិនវ៉ាន់ចង់ឡើងរំបែបនេះឡើងរំជាមួយនឹងមួយបត់ទៅកុំធ្វើឲ្យនាងមិនសប្បាយចិត្ត ចម្លែកណាស់មិនបានជាខ្ញុំខឹងដែរគ្រាន់តែឃើញចាំងមិនរំចេញគូជាឈិនឡើងរំប៉ុណ្ណោះហាក់ដូចក៏បែបនេះ នាងមិនអីទេនាងមិនអីទេ ខ្ញុំមិនអីទេ បងស្រីខ្ញុំគេធ្លាប់ពេញចិត្តជាមួយនឹងជីឈិនតែពេលគេមករៀបការជាមួយលោកមិនតបធំគេនៅតែមិនតន់កាត់ចិត្តបាន វាឡើងសំខាន់ហើយព្រោះគូជាឈិននិងខ្ញុំអត់បែកគ្នាបាត់ទៅហើយ ណែនាងបែរជាមួយជីឈិនពិតមែនទេ ពិតមែនហើយ ល្អណាស់ ខ្ញុំហត់ហើយសុំតមុនហើយ ល្អល្អ លោកម្ចាស់សូមជួយសម្រាប់ទីនេះសិនទៅ មានគេតកោត្រូវតែចាប់ទាំងរស់ឲ្យឆាប់ឡើងទៅណែណា ណាស់ទេហើយលោកមិនបញ្ជាកាត់ទៅវិញ មិនដល់ទៀតចេញមក ប្រពន្ធរបស់ខ្ញុំគ្រាន់តែខឹងខ្ញុំតែខ្ញុំរំជាមួយនឹងស្រីផ្សេងពេលនេះខ្ញុំកំពុងតែលួងនាងនាំគ្នាទៅចុះ បាទតែយើងថាគឺជាស្រីម្នាក់នេះហើយ ជាឈិន ចាំរត់ទៅទីហ៊ានចិត្តមកដល់ហើយចេញទៅតាមធ្វើក្រោយទៅ ណាមីងណាមីងអើមានរឿងអីកើតឡើងចំពោះឯងអាលីណាមីងជួយយាយឈិនផងគេត្រូវគ្រាប់ហើយឆាប់ចូលមកគ្រាប់ចំនៅក្បែរបេះដូងបើវះយកចេញដោយគ្មានជំនាញវាបថុយណាស់រូលីត្រូវបញ្ជូនគេទៅមន្ទីរពេទ្យក្នុងក្រុងពេទ្យនេះកំពុងចលាចលបើទៅមន្ទីរពេទ្យកាន់តែមានគ្រោះថ្នាក់ហើយឲ្យយើងធ្វើយ៉ាងម៉េចខ្ញុំនឹងធ្វើគូជាឈិនបានលោកអាចរੂបាននៅពេលនេះខ្ញុំនឹងទៅជាមួយលោកបានលើទេ ន
លោកត្រូវទៅទ្រាំឲ្យបានលោកភ្ញាក់ហើយចឹងមិនហើយ ខ្ញុំមិនអីទេត្រេកអរខ្លាំងណាស់ដែលបានជួបអូនម្ដងទៀត បីនឹងស្លាប់ទៅហើយនៅនិយាយលេងបានទៀត បងបានឃើញកាន់តែច្បាស់ថាអូនបារម្ភពីបងជីវិតបងម្ដងនេះពិតជាមានតម្លៃណាស់មិនអាចកាត់ថ្លៃបានទេ នេះឆ្នាំឆាប់ផឹកទៅ ពិតជាល្វីងណាស់ ឆ្នាំល្អមានរសជាតិល្វីងប្រញាប់ផឹកទៅខ្ញុំមានរង្វាន់អាយ បងចង់បានរង្វាន់អ្វីផ្សេងអូនបាននិយាយឲ្យថាដរាបណាបងនៅរស់អូនសន្យានឹងមើលថែបងអស់មួយជីវិត ខ្ញុំនិយាយបែបនេះគឺដោយសារតែពេលនោះវាចាំបាច់ពេកមិនរាប់បញ្ចូលគ្នាទេ អូនចង់កន្លះសម្ដីហ៎ អេជិលព្រមសន្យានឹងទៅជាមួយបង សុំទោសដែលខ្ញុំបំពេញសន្យាយល់លេងនេះហើយរត់គេចខ្លួនឲ្យបាត់ទៅបាទ ត្រូវគិតយ៉ាងម៉េចចំពោះឆេងហឺ នាងខ្សោយណាស់ត្រូវការពេលវេលាដើម្បីមើលថែខ្ញុំបានរៀបចំគ្រប់យ៉ាងរួចហើយរងចាំឱកាសល្អខ្ញុំនឹងយកនាងត្រឡប់មកវិញដូច្នេះកំឡុងពេលនេះខ្ញុំសូមរំខានមីងឲ្យជួយមើលថែនាងផងទៅចុះ ក្មួយស្រីរបស់ខ្ញុំចេះមើលថែហើយខ្ញុំគិតថាលោកមិនចាំបាច់ជួបនាងទៀតទេលោកដឹងហើយគ្រោះមហន្តរាយនៅក្នុងវិមានម៉ាសាលថ្ងៃនេះវាជាទង្វើរបស់ឪពុកលោកបើសិនជាលោកពិតជាបារម្ភនាងមែនមិនគួរបង្ហាញមុខឲ្យនាងឃើញទៀតទេឆាប់ទៅដោយសារតែការប៉ះទង្គិចខ្លាំងពេកឈៀងហឺភ្លេចអ្វីៗទាំងអស់ដូច្នេះបន្ទាប់ពីនាងភ្ញាក់ឡើងខ្ញុំនឹងឲ្យនាងប្រើនាមតកូលរបស់ខ្ញុំមានឈ្មោះថ្មីថាលីនរូលីខ្ញុំគ្រាន់តែសង្ឃឹមថានាងអាចបោះចោលអតីតកាលព្រោះបើនាងនៅចងចាំរឿងដែលកើតឡើងចំពោះឪពុកនាងច្បាស់ណាស់នាងនឹងវិលទៅសងសឹកសិនយូសានជាមិនខានខ្ញុំគ្មានជំរឿអីក្រៅពីតាមចិត្តនាងទេតែសង្ឃឹមថាអ្វីៗនឹងល្អទៅចុះលោកសាក់គិតមើលទៅបើនៅតែបន្តរស់នៅបែបនេះជាមួយនាងទៀតតើវាយុត្តិធម៌សម្រាប់នាងដែរទេ ណាមីងជាកំហុសរបស់ខ្ញុំទាំងអស់តែខ្ញុំមិនបានការពារនាងធ្វើឲ្យគ្រួសារទាំងមូលរបស់នាងត្រូវគេបំផ្លាញអស់ខ្ញុំចំណាយពេលមួយជីវិតគឺដើម្បីតែជាងហឺផ្ដល់ក្តីសុខហើយនឹងផ្ដល់ក្តីស្រឡាញ់ឲ្យនាងសូមណាមីងផ្ដល់ឱកាសឲ្យខ្ញុំ ជីឆិនបងនៅនាងកំពុងនិយាយអីគេសុំនៅជាមួយឯងលោកគួរតែរក្សាពាក្យសន្យារបស់លោកប្រសើរជាងបើមិនដូច្នោះទេខ្ញុំមិនអាចទុកលោកបានទេ រូលីណាមីងយល់ព្រមឲ្យពួកយើងនៅជាមួយគ្នាហើយ មានពាក្យចាំរាប់ពេញទីក្រុងថាជាឈិនបាត់ខ្លួនរឿងធំបែបនេះវាអាចកើតឡើងចំពោះមេតបដែលមានសមត្ថភាពបែបណាហើយđâyបានជាគ្មានអ្នកណាអាចរកគេឃើញវាចម្លែកណាស់គេបានបាត់ខ្លួនបន្ទាប់ពីពិធីខួបកំណត់ចប់ខ្ញុំក៏មិនដឹងថាគេបាត់ខ្លួនដោយរបៀបណាដែរបាត់គ្មានដំណឹងទេតើបរិសុទ្ធមេធំបែបនេះតើអាចបាត់ខ្លួនបាត់ទៅណាខ្ញុំមិនចង់គិតទៅលើផ្លូវអាក្រក់ទេប៉ុន្តែគិតទៅក៏យំមិញក៏បាត់ទៅដំណើរគាត់ដែរខ្ញុំថារឿងនេះដូចជាចៃដន្យពេកហើយឆាប់នាំនោះទៅស្វែងរកគេឲ្យលើនេះបើមិនចេះថាជាឈិនពាក់ព័ន្ធជាមួយនឹងរឿងធ្វើខេតនេះយើងមិនអត់អន់ឲ្យគេដាច់ខាតបាទឆាប់ស្វែងរកទៅ អាយ៉ាខ្យល់អីបកភរិយារបស់លោកមន្ត្រីជាន់ខ្ពស់មកដល់ទីនេះ តាមរកឃាតករតាមបញ្ជារបស់លោកអធិការស្វែងរកឃាតករតាមបញ្ជាលោកអធិការ អ្នកខុសត្រូវតែធ្វើតាមច្បាប់តែមេតបឈិនគឺជាកូនប្រុសបង្ការរបស់អភិបាលខេត្តតើវិមានម៉ាសាលនេះហ៊ានលាក់ទុកជនល្មើសដោយរបៀបណាទៅ ច្បាស់ហើយថាមិនបានលះបាំងកុំឲ្យខ្ញុំរកឃើញណាចូលទៅ មេបញ្ជាការជាងលោកកំពុងធ្វើអីចូលមកបន្ទប់របស់ខ្ញុំជាមួយសេនាប្រមុខប្រហែលជាចង់ឃើញសកម្មភាពប្តីប្រពន្ធខ្ញុំពីនេះហើយមែនទេ ឈិនតើយ៉ាងម៉េចហើយ លោកប៉ាខ្ញុំមិនអីទេ ជីឆិនឆ្លងផ្ដាសាយតាំងពីថ្ងៃខួបកំណើតរបស់លោកខ្ញុំរវល់តែមើលថែគាត់ទៅមិនបានជូនដំណឹងទៅលោកតាន់ទេវាជាកំហុសរបស់ខ្ញុំតាមមិនមែនជាទូនាទីរបស់មេបញ្ជាការជាងទេមិនក៏មិននៅច្បាស់ជាមួយក្រុមទាហានជីឆិនលោកយ៉ាងម៉េចហើយ នេះមិនទេដែលថាគេបាត់ខ្លួននោះឈិន
បានឲ្យគេទៅហៅគ្រូពេទ្យលើនេះ មិនបាច់ទេលោកប៉ាគ្រូពេទ្យបានទៅនឹកខ្ញុំហើយគ្រាន់តែលេបថ្នាំតាមវិជ្ជាបញ្ជាសម្រាប់ពី3ថ្ងៃក៏លេងអីហើយ ល្អមើលថែសុខភាពខ្លួនឯងឲ្យល្អមិនបានត្រឡប់ទៅវិញ មិនបញ្ជាការចាំងចង់នៅទីនេះយូរទៀតទេឬចង់មើលរឿងសម្ងាត់របស់យើងពីរនាក់ទើបលោកអស់ចិន ជូនដំណឹងដល់គ្រប់គ្នាឆាប់ភៀសខ្លួនចិត្តជាមិនទាន់ បងមិនអីទេបងមិនអីទេ សំណាងល្អដែលប្រពន្ធបងឆ្លាតបានទប់ស្កាត់អ្នកទាំងពីរនោះមុន បានជាអ្នកទាំងពីរបានដឹងហើយដូច្នេះខ្ញុំក៏មិនលាក់បាំងដែរប៉ុន្តែបើពួកនាងផ្សព្វផ្សាយរឿងនេះចេញទៅមិនតបជាឈ្នះខ្ញុំច្បាស់ជាត្រូវស្លាប់ហើយអ្នកទាំងពីរក៏នឹងស្លាប់ដែរព្រោះកលការគេបោះសម្លាប់ទន្សាយរួញសត្វឆ្កែបន្ទាប់ក៏មិនទុកដែរខ្ញុំសង្ឃឹមថាពួកនាងនឹងយល់ច្បាស់ខ្ញុំគិតថាដើម្បីសុវត្ថិភាពអ្នកទាំងពីរត្រូវចាក់ចេញប្រទេសនេះឲ្យបានឆាំប៉ុន្តែពួកគេនៅមិនទាន់ចាត់វិធានការយកលុយទាំងនេះឲ្យចាក់ចេញទៅចុះកុំបង្ហាញខ្លួននៅជាងបីម្ដងទៀតទោះបីជាខ្ញុំមិនសុខចិត្តប៉ុន្តែខ្ញុំពិតជាទទួលស្គាល់ថានាងឆ្លាតនិងក្លាហានណាស់នាងជាប្រពន្ធដ៏ល្អឥតខ្ចោះសម្រាប់គូយីឈិនរៀនសិនហើយសង្ឃឹមថាពួកយើងនឹងជួបគ្នាម្ដងទៀត លោកស្រីឈិនពិតជាពូកែខ្លាំងណាស់បងមិនអាចកម្ចាត់ពួកគេបានផងប៉ុន្តែអូនវិញបានដេញគេបានដោយងាយ និយាយបែបនេះបងនៅស្ទាក់ស្ទើរមិនចង់ឲ្យពួកគេចាក់ចេញមែនទេខ្ញុំនឹងទៅហៅពួកគេមកវិញ អនុញ្ញាតឲ្យពួកគេស្វែងរកសុភមង្គលរៀងខ្លួនទៅចុះបងមានអូនតែម្នាក់គឺគ្រប់ហើយ ប៉ុន្តែអូនចង់ដឹងរបស់ធ្លាប់ប៉ះពួកគេហើយនៅមានអារម្មណ៍នឹកគេដែរ បងស្បត់ក៏បានដាច់ខាតគឺអត់មានទេក្នុងចិត្តរបស់បងគឺមានតែអូនម្នាក់គត់ ត្រូវតែអញ្ចឹងហើយបងហ៊ានទៅប៉ះពួកគេទៀតអូននឹងមិនអត់ទោសឲ្យបងទេ បងពិតជាគ្មានអារម្មណ៍ជាមួយគេទេស្បត់ក៏បានគឺគ្មានពិតមែន អរគុណ ថាកែអរគុណ ប៉ាក៏បានដឹងដែរថាពួកយើងទៅរៀបការគាត់នៅផ្ទះបងទៅឆ្ងាយទៀតមិនដឹងថាពេលណាបងអាចត្រឡប់មកវិញបានទេ បើស្ថានភាពសង្គ្រាមជួបមុខតានតឹងបងមិនអាចស្នើមេបញ្ជាការបានទេតែបងនឹងផ្ដល់សំណងដល់អូនគ្រប់យ៉ាង អញ្ចឹងបងត្រូវតែត្រឡប់មកវិញឲ្យតាមពេលបើហ៊ានតែយឺនអូននឹងខឹងបងហើយ ទទួលបញ្ជាលោកស្រីគូ កូនស្រីសង្គ្រាមមកដល់ហើយកូនយករបស់នេះហើយឆាប់រត់ទៅ ខ្ញុំមិនយល់ទេយាយឈិនកំពុងស្ថិតនៅជុំបងមិនក៏ស្ត្រូវនៅវាបហាទេនេះទេ មិនពេលបោះស្រាយទេអាចទៅរកជីឈិនដើម្បីសុំជំនួយគេធ្វើដំណើរទៅទីក្រុងវេឥឡូវនេះហើយឆាប់ឡើងទៅនេះធ្លាប់ទេអភិបាលសេនរកឃើញកូនប្រុសដែលបានបាត់ខ្លួនហើយនេះថាតែមើលជាណាគ្រប់បង្វឹកនៅជាង3ត្រូវជាកូនប្រុសរបស់លោកមិនតប កាត់ទៅយូរពេកហើយកូនប្រុសម្នាក់នេះមិនខ្វល់ពីចិត្តសប្បុរសរបស់គ្រូសាមេងបែរជាដឹកនាំតបទៅកាន់វិមានអភិបាលទៅវិញមិនអាចទៅរួចទេប៉ាសិនជូសានខ្ញុំនឹងឲ្យលោកសងវិញដោយឈាម ទឹកអនាម័យសិទ្ធិក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera ទឹកកផូល vitamin E skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីប៉ស្មូលជួយឲ្យស្បែកមានសុខភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ
ការអីត្រូវបន្ទោសនាងនិងស្រីម្នាក់នោះដែលមានមុខមាត់ដូចគ្នាចូលចិត្តធ្វើបាបបងប្រុសយាយឈិនចាំទុកបងប្រុសយាយឈិនជារបស់យើងតែម្នាក់ប៉ុណ្ណោះមិននិយាយថាបងយាយឈិនជារបស់ខ្លួនតែទីបញ្ចប់នាងរៀបការជាមួយឪពុករបស់គូយាយឈិនទៅវិញក៏ឲ្យអស់សំណាច់តើវាគួរឲ្យចង់សើចត្រង់ណានាងបានលះបង់អីខ្លះសម្រាប់គាត់កាលនោះបងយាយឈិននៅក្រោមការបញ្ជាគ្រប់គ្រងរបស់មេងទីងិនតួនាទីគាត់ភាគច្រើនត្រឹមតែជាគ្រូបង្វឹកប៉ុណ្ណោះយើងទេគឺជាអ្នកសម្រុះសម្រួលតើគាត់អាចខ្លាចជាមេបញ្ជាការដោយសពថ្ងៃនេះនាងក៏ទៅមើលថាយើងលះបង់បណ្ណាដើម្បីគាត់អ្វីដែលនាងហៅថាការលះបង់គឺជាការបំផុសគំនិតដល់ខ្លួនឯងនឹងមិនចុះពីគូយាយឈិនតតែសោះនាងមិនអាចចុះទៅក្នុងបេះដូងរបស់គេបានទេនាងទេគឺជាអ្នកបង្កើតចំនួនបើមិនអញ្ចឹងបងយាយឈិនមិននឹងអាចបង្ងើយកតៃដាក់យើងបែបនេះហ៊ានសម្លឹងមុខយើងហ៎ស្រីបៃសាងឆាប់ស្រែកទៅមិនស្រែកក៏ឲ្យអាណិតណាគិតថាខ្លួនអាចធ្វើល្អតែបើជាគ្មានតម្លៃនាងប្រហែលជាចង់ស្លាប់មែនទែនហើយឈប់ភ្លាមអាយឈប់ទេមិនបាច់ទៅធ្វើបែបនេះបងប្រុសហេតុអីបងងប់ងល់ស្រេកបិសាចនឹងខ្លាំងម្ល៉េះអូភ្លេចថាបងក៏ធ្លាប់ដេញតាមមីងឆាំងហឺដែរតែត្រូវឪពុករបស់នាងបដិសេធពួកគេលែងសាច់អារម្មណ៍បងប៉ុណ្ណឹងហើយបងនៅតែការពារនាងទៀតហេតុអីបងមិនស្អប់នាងខ្ញុំមិនអាចលើកលែងឲ្យនាងបានទេខ្ញុំមិនអាចទេនាងចាំមិនហើយអាយឈួតហើយមែនហើយខ្ញុំឈួតមនុស្សប្រុសដែលខ្ញុំស្រឡាញ់ខ្លាំងបំផុតគេមិនស្រឡាញ់ខ្ញុំទេហើយបងប្រុសបែរជាងប់ងល់នឹងអំណាចជីវិតខ្ញុំបែរជាធ្លាក់ក្នុងដៃបរិសុទ្ធចំណាស់ទៅវិញខ្ញុំឈួតដោយសារអ្នករាល់គ្នាឆាំរ៉េខ្ញុំក៏មាននាងខ្ញុំទេនាងឡើងលើបានក៏ទម្លាក់នឹងចុះក្រុមវិញបាត់ដែរបើមិនសុខចិត្តទេទៅស្លាប់ដែរទេអីមិនបាច់បារម្ភពីខ្ញុំទេនាងឈឺខ្លាំងយ៉ាងនេះជីឈិនមិនឲ្យខ្ញុំបារម្ភអញ្ចឹងនាងចង់ឲ្យអ្នកណាបារម្ភជីឈិនណាមកគេអាចការពារនាងបាននាងក៏មិនបែបនេះដែរបងស្រីលោកវាយខ្ញុំលោកក៏បានជួយខ្ញុំម្ដងទៀតអ្នកទាំងពីរពិតជាបងប្អូនបង្កើតដល់ល្អមែនមិនថានាងជឿឬអត់ទេប៉ុន្តែខ្ញុំខ្វល់ពីនាងណាខ្ញុំទុកថ្នាំនៅទីនេះមកតែទីណាបំរើនឹងមកស្លាប់ឲ្យនាងឈប់សិនមិននេះបើលោកនិយាយថាបើគូយាសានការពារខ្ញុំបានខ្ញុំនឹងរងការជឿចាំតែនេះបានន័យថាម៉េច5ឆ្នាំមុនមិនអាចចូលមកទេឡើយយើងថយចេញពួកលោកឆាប់លេងកូនបងប្រុសយាយឈិនជាងមិនរ៉ាន់នាងបានបញ្ជូនអ្នកណាមកចាប់ប្រពន្ធខ្ញុំប្រពន្ធរបស់លោកនាងគឺជាគ្រូសាមីងតើបងមិនមែនជាអ្នកបំផ្លាញគ្រូសាមីងរបស់គេទេមិនបានសួរខ្ញុំបែបនេះនាងដឹងហើយថាខ្ញុំនិយាយពីណាអាចាដូចជាយឺតពេលបន្តិចនាងត្រូវបានបងប្រុសខ្ញុំយកទៅឆ្ងាយហើយបងប្រុសខ្ញុំក៏ស្រឡាញ់នាងដែរពួកគេយល់ចិត្តគ្នាណាស់ប្រហែលជាពេលនេះកំពុងដេកលើគ្រែជាមួយគ្នាហើយក៏មិនដឹងស្រីឈួតប្រុសល្ងងលោកក៏មិនល្អជាងខ្ញុំប្រហែលដែរគូជីឈិនរកប្រពន្ធមិនទាន់ឃើញទេបានជាមកផ្ទះខ្ញុំចាក់កំហឹងបាននេះឆាប់និយាយមកឯងលាក់ប្រពន្ធខ្ញុំណែណាទៅបើមិនអញ្ចឹងទេនោះហើយឆាតើកំពុងគំរាមអ្នកណាឯងមិនជឿថាយើងហ៊ានបាញ់ឯងទេឈប់ឆ្លោះគ្នាទៅបាក់កំភ្លើងចុះអរគុណមេបញ្ជាការចាំងដែលបានជួយខ្ញុំឥឡូវនេះប្តីខ្ញុំមកហើយខ្ញុំគួរត្រឡប់ទៅវិញជាមួយគាត់រូលីពួកយើងទៅវិញប
បាននឹងសមាជិករស់នៅក្នុងវិមានមហាសាលមកផ្ទះក៏ចឹងខ្ញុំស្វាគមន៍គ្រប់ពេលជាងមូរ៉ាន់ស្រីឈ្គន់មែនទេហ៊ានធ្វើបាបអូនដល់ថ្នាក់នេះលើក្រោយបងមិនអត់អន់ឲ្យគេទៀតទេ បានហើយអូនធ្វើប្រហែលដល់ខ្លួនឯងទេ កុំហៅបងមិនចង់ឲ្យអូនរងទុក្ខទេ ជាងមិនរត់បន្ទោសព្រោះខ្ញុំដូចជាប្រពន្ធអាប់បងសូម្បីតែជាងហ្វឹងក៏ឆ្លុះពង្វេងនឹងនាងដែរខ្ញុំចង់ដឹងណាស់ថានាងជាមនុស្សស្រីបែបណា នាងគឺជាមនុស្សស្រីដែលមានចិត្តសប្បុរសហើយស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំក៏ស្រឡាញ់នាងដែរ អូខ្ញុំបានលើថាគ្រួសារនាងក៏ត្រូវសែនយូសានសម្រាប់ដែរបើបងស្រឡាញ់នាងខ្លាំងណាស់មិនបានច្បងមកជួយសង្គ្រោះគ្រួសាររបស់នាង បងមិនបានការពារនាងទេហេតុការណ៍នោះបានខ្លាចទៅជាសោកនាដកម្មក្នុងជីវិតរូលីបងនឹងការពារអូនឲ្យបានល្អបងមិនឲ្យអូនមានការសោកស្ដាយឡើយ ជាឈិនបងចង់រៀបការជាមួយអូនទេ មិនថាអូនចង់ធ្វើអ្វីបងនឹងធ្វើតាមគ្រប់យ៉ាង បានជានឹងប្រកាសក្នុងចាំងបៃទាំងមុនអញ្ចឹងពួកគេទាំងអស់ឲ្យមកចូលរួមមកគាត់ការពួកយើង យល់ព្រមបងនឹងប្រាប់អ្នកគ្រប់គ្នាថាអ្នកនាងរូលីគឺជាលោកស្រីតែម្នាក់របស់បង តើលោកសុកចិត្តរៀបការជាមួយកញ្ញាលីនរូលីទេ ខ្ញុំយល់ព្រមក ញ្ញាលីនរូលីតើនឹងសុកចិត្តរៀបការជាមួយគូជាឈិនទេ ខ្ញុំយល់ព្រម យ៉ាងហ្វឹងនេះជាថ្ងៃរៀបការរបស់ជាឈិនអាចធ្វើស្អីទៅធ្វើឲ្យតែត្រូវធ្វើតើលោកមានបញ្ហាតាមមែនទេកំឡុងពេលសេនយូសានកាន់កាត់បំណែកជាអភិបាលយោធាតែតែធ្វើបាបជនសាមញ្ញគេគឺជាមនុស្សគ្មានគុណធម៌ថ្ងៃនេះខ្ញុំអនុវត្តច្បាប់ចាប់ពីពេលនេះទៅខ្ញុំនឹងកាន់កាប់ខេត្តទាំង3នៅចាំងបៃ ជាងហ្វឹងឯងចង់បានន័យថាម៉េចហេតុអីទៅ ហេតុអីគឺដោយសារលោកនឹងឪពុករបស់លោកបានសម្រាប់គ្រួសារមីងខ្ញុំទាំងមុន នាងបានដឹងរឿងគ្រប់យ៉ាង គូជាឈិនលោកគួរតែសោកស្ដាយណាស់ដែលមិនព្រមសម្រាប់ខ្ញុំតាំងពីដំបូងប៉ាសេនយូសានខ្ញុំនឹងឲ្យលោកសងវិញខ្ញុំដល់ជីវិតជាឈិនហេតុអី វាជាកំហុសរបស់ខ្ញុំដែលគ្រួសារមីងបានបិទផ្លូវឪពុករបស់ខ្ញុំ ឈឺចាប់ណាស់តែការឈឺចាប់របស់លោកមិនស្មើនឹងការឈឺចាប់របស់ខ្ញុំទេ បើសិនជាការបាត់បង់ជីវិតរបស់បងអាចបំបត្តិការឈឺចាប់របស់អូនបានសម្រាប់បងចោលទៅ វាកំពុងតែចង់ស្លាប់ហើយរូលីខ្ញុំនឹងដោះស្រាយឲ្យនាង មិនបាច់ទេខ្ញុំនឹងសងសឹកដោយខ្លួនឯង ទីបំផុតខ្ញុំសងសឹកជូនគ្រួសារមីងបានហើយ ថ្មីនេះអាកាសធាតុផ្លាប់ដូរវាប្រសាណាស់ចឹងហ៎ ឈ្មោះរបស់មីងលៀងហើបានបាត់ខ្លួនទៅជាមួយគ្រួសារមីងហើយឥឡូវនេះគឺមានតែលីនរូលីទេ ឡូរូលីតាមពិតនាងមិនចាំបាច់មកទីនេះបន្តទេខ្ញុំចង់ឃើញវាមានអភិបាលខេត្តដ៏រលំដល់តបនេះសុំចិត្តខ្ញុំណា មិនមែនព្រោះតែរឿងនឹងទេខ្ញុំចង់ឃើញការរស់រលំនៃវិមានអភិបាលខេត្តនេះដល់បន្តភ្នែកសុំនឹងចិត្តខ្ញុំណាមីងជាងហើយើងនឹងសម្លាប់ឯង នេះគូទេ ច
ឆាំងហើឯងគួរតែអរគុណបងប្រុសជាជនពេលនោះទោះបីជាគ្រួសារឯងត្រូវគេសម្លាប់ចោលតែគាត់មិនសម្លាប់ឯងទេមិនស្មានថាឯងសងសឹកគាត់ដោយការសម្លាប់គាត់បែបនេះមិនអីទេយើងនឹងសងសឹកឲ្យបងប្រុសយាយឈិន ឆាប់យកនេះចេញទៅ មិនឆាំងហើពីដំដល់ចំមានតែយើងទេដែលស្រឡាញ់បងប្រុសយាយឈិនឯងមិនសមទទួលបានការស្រឡាញ់ពីគាត់ទេ រលីកុំខ្វល់ពីសម្ដីមិញបានដោយសារទីនេះត្រូវបានបំផ្លាញទើបគេបង្វែងខួរក្បាល ចិត្តរបស់នាងមិនដែលច្បាស់លាស់ទេខ្ញុំហត់ហើយត្រឡប់ទៅសម្រាប់ទៅ ខ្ញុំជួយនាងទៅ នេះជាផ្ទះចាស់របស់ខ្ញុំកន្លែងដែលផ្ដល់ភាពកក់ក្ដៅនិងរីករាយបំផុតតែគ្រប់យ៉ាងវាលែងដូចដើមទៀតហើយ រលីផ្ទះចាស់នេះបើធ្វើនាងមិនសប្បាយចិត្តនាងអាចទៅតែថ្មីយ៉ាងម៉េចដែរ មិនបាច់ទេនេះជាផ្ទះរបស់គ្រួសារមេងខ្ញុំរស់នៅដោយសន្តិភាពផ្លូវចិត្ត តើនាងនៅតែនឹករឿងអតីតកាលរវាងនាងនិងគូជាឈិនទៀតតាមមែនទេរលីខ្ញុំនឹកនាងរហូតពេញមួយឆ្នាំក្តីស្រឡាញ់របស់ខ្ញុំចំពោះ ចាំហ្វឹងលោកធ្វើខ្ញុំឈឺហើយ សុំទោសខ្ញុំគ្រប់គ្រងខ្លួនឯងមិនបាន ខ្ញុំទៅសងសឹករឿងគំនុំចាស់រួញមិនចាប់អារម្មណ៍នឹងស្នេហាទេឈប់រំខានខ្ញុំទៅមេបញ្ជាការជាង រលីនាងនិយាយពីនាងដូចជាឆ្ងាយពីខ្ញុំណានៅក្នុងចិត្តរបស់នាងនៅតែមិនអាចបំភ្លេចគូជាឈិនពិតមែនទេ គូជាសានចំពោះខ្ញុំគេគឺជាសត្រូវគ្រួសារតែខ្ញុំអញនឹកគេបានអ្វីចាំហ្វឹងឥឡូវនេះចាំទៅត្រូវការស្ថាបនាឡើងវិញខ្ញុំសង្ឃឹមថាលោកនឹងយកចិត្តទុកដាក់បន្ថែមលើកិច្ចការរដ្ឋាភិបាលដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាជនចាំទៅទាំងមូល ទុកចិត្តចុះរលីខ្ញុំស្ដាប់តាមនាងចាប់ពីពេលនេះទៅព្រោះរឿងគ្រួសារមិនមែនទេបាននាងមកព្រមទទួលយកខ្ញុំមិនអីទេខ្ញុំអាចចាំបានខ្ញុំនឹងឲ្យពួកគេស្មារតីរបស់នាងភ្លាម មិនបាច់ទេហ្វឹងថ្ងៃនេះខ្ញុំហត់បន្តិចយកមនុស្សរបស់លោកទៅវិញចុះខ្ញុំនឹងរកអ្នកសម្អាតដល់ខ្លួនឯង បើអញ្ចឹងថ្ងៃនេះសម្រាប់បានល្អថ្ងៃស្អែកខ្ញុំនឹងមកម្ដងទៀតអាហ្វឹង ណែនេះ តើគាត់ចាំមិនហើយក្រុមត្រូវបានយកចេញហើយសំណាងបាញ់មិនចង់ចំណុចសំខាន់ទើបអាចរកជីវិតមកបាន លំបាកលោកហើយ រងចាំឲ្យគាត់ប្រសើរឡើងវិញ អរគុណលោកគ្រូពេន យ៉ាងណាក៏ជាប្តីប្រពន្ធដល់សេចក្តីថ្លៃថ្នូរដល់គាត់អ្នកយាមយកគាត់ទៅកប់ទៅ បាទ គូជាឈិននឹងតែមិនបានជាខ្ញុំសង្គ្រោះលោកជួយជន់ទៅជាសម្រាប់គ្រួសារខ្ញុំទាំងមូលតើខ្ញុំអាចឲ្យលោកស្លាប់បាននេះchẳngមិញខ្ញុំចង់ធ្វើទរណកម្មលោករហូតមកតែលោកស្លាប់ក្នុងដៃរបស់ខ្ញុំ ចាខ្ញុំជាអ្នកធ្វើឲ្យគ្រួសារនេះធ្លាក់ចុះមុនឲ្យទៅនេះសប្បាយចិត្តនេះអាចធ្វើឲ្យខ្ញុំក៏បាន គូជាឈិនគិតថាលោកនិយាយពីប្រមាណម៉ាត់នេះហើយឬរវាងពួកយើងពីរអ្នកនៅអាចបន្តបានមែនទេការឈឺចាប់របស់គ្រួសារមិញខ្ញុំវាដាក់ចូលក្នុងចិត្តខ្ញុំជានិច្ចលោកស្ដាប់ឲ្យច្បាស់ការធ្វើទរណកម្មរបស់ខ្ញុំចំពោះលោកគិតតែចាប់ផ្ដើមទេ សាកសពគូជាឈិនរកមិនឃើញទេថាម៉េចខ្ញុំបានបញ្ជូនមនុស្សឲ្យទៅពិនិត្យរកសាកសពរបស់គូជាឈិនហើយប៉ុន្តែរកមិនឃើញសាកសពគេទេវាអាចជារលីបានផ្លាស់ប្ដូរសាកសពរបស់គូជាឈិនប្រជាជននៅចាប់អារម្មណ៍ចំពោះគូជាឈិនហើយលោកមានបញ្ជាការតែយើងនៅតែបន្តតាមរកសាកសពគូជាឈិនដែរទេមិនមែនទេមនុស្សស្លាប់ហើយទៅទីកង្ហាយមកធ្វើអីអត់ត្រូវហើយបញ្ជូនមនុស្សមួយចំនួនឲ្យទៅផ្ទះរបស់រលីទៅត្រូវចាំណាមិនថារលីធ្វើអីទៅកន្លែងណាទីណាត្រូវតែរាយការណ៍ប្រាប់យើងជាបន្ទាន់បាទលើកនេះនាងជារបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ អាហ្វឹងចូលអ្នកបំរើមកផ្ទះខ្ញុំច្រើនយ៉ាងនេះលោក
កំពុងព្យាយាមអស់ខ្ញុំក្រមែនទេ រលីចេះគ្នាលេងទៅខ្ញុំឃើញថាផ្ទះរបស់នាងដូចជារឿងស្ងាត់ពេកហើយទើបបាត់ជាខ្ញុំឲ្យមនុស្សមួយចំនួនមកដល់នេះពួកគេទាំងអស់នេះសុទ្ធតែមានបទពិសោធន៍ពួកគេអាចមើលថែនាងបាន បើលោកនិយាយបែបនេះទៅហើយខ្ញុំនឹងមិនត្រាំចិត្តទៀតទេគ្រប់គ្នាចេញទៅចុះចានាងអរគុណ រីទៅជានេះខ្ញុំធ្លាប់ឃើញនាងចូលចិត្តត្បូងនេះជាងគេខ្ញុំបានឲ្យអ្នកចំនួនធ្វើសម្រាប់នាងជាពិសេសគឺជាអធិរាជត្បូងបៃតងមកខ្ញុំពាក់ឲ្យនាង ពេលនេះខ្ញុំលេងដូចមុនហើយមិនចូលចិត្តត្បូងមរតកទៀតទេថ្ងៃនេះខ្ញុំទទួលយកមនុស្សដែលលោកបញ្ជូនមកសុទ្ធតែចំណាយច្រើនរួច តានាងចូលចិត្តអីគួយចង់ធម្មជាតិឬក៏ថ្មពេកឬមួយក៏ ថ្ងៃនេះខ្ញុំមានការធ្វើបន្តមិនបញ្ជាការជាងបើលោកមិនមានអ្វីធ្វើទៀតទេលោកគួរតែត្រឡប់ទៅសម្រាប់ស្រួលខ្លួនទៅ ហើយតែគនឹងប្រញាប់តែខ្ញុំចេញនាងទទួលស្វាគមន៍មិនត្រូវជាប់ខ្ពស់បែបនេះមែនទេ ឈៀងហើឈៀងហើពិតជាល្អណាស់ដែលឯងមិនទាន់ស្លាប់បងប្អូនល្អអាចរស់នៅជាមួយគ្នាបន្តទៀតលេងឈ្មោះថ្មីរបស់ខ្ញុំគឺលីនរូលី អូនស្រីលេងហ៎ខានជួបគ្នាយូរហើយមិននេះសុខទុក្ខយ៉ាងណាដែរ ឈៀងហើហេតុអីបានជាគាត់នៅទីនេះខ្ញុំដឹងថាឯងមិនចូលចិត្តគាត់ទេឥឡូវនេះគាត់ជាមន្ត្រីជាន់ខ្ពស់នៅចាំងបៃខ្ញុំត្រូវតែផ្ដល់កិត្តិយសឲ្យគាត់ខ្ញុំបានលើអំពីសេនយូសានិងគូយីឈិនតាមពិតទៅ អូនស្រីលេងហ៎ឯនឹងរូលីខានជួបគ្នាយូរហើយមើលទៅមានរឿងត្រូវនិយាយគ្នាច្រើនណាស់ប៉ុន្តែរូលីទើបតែទទួលរងភាពផ្លូវចិត្តឯងក៏ធ្វើឲ្យនាងខឹងដែរ មើលបញ្ជាការនិយាយត្រូវមិនហើយឈឹងហើអូរូលីបន្ទាប់ពីលើថាឯងមកវិញខ្ញុំបានឲ្យហាងកាត់ឈុតជាពិសេសទុកជាអំណោយសម្រាប់ឯងខ្ញុំគិតថាវាពិតជាស័ក្តិសមនឹងនិស្ស័យឯងណាសាក់លោមើលទៅពិតជាស្រស់ស្អាតណាស់ខ្ញុំទៅមើលសិនអ្នកទាំងពីរជជែកគ្នាសិនចុះ ទៅចុះ ហើយយ៉ានេះជាកំណត់ទ្រព្យដែលពិបាករកណាតើអាចរកបានដោយរបៀបណាទៅ ខ្ញុំប្រមាននាងកុំនិយាយប្រាប់តាមនៅចំពោះមុខរូលីបើមិនដូច្នេះ យ៉ាងម៉េចចង់លេងតែខ្ញុំហ៎បានជាលោកតែសាចិត្តបែបនេះជាងហ្វឹងកុំភ្លេចថាខ្ញុំជាភរិយាតកូលជាងដែលលោកបានរៀបការពេញច្បាប់ប្រហែលឆ្នាំមុននេះមិនមែនជាញើឈាមគ្រួសារវីរបស់ខ្ញុំទេបានជួយបំពេញផ្ទាំងអាវុធរបស់លោកនៅយ៉ាងម៉េចក៏តែហ៊ានធ្វើទៅរួចតែដឹងថានាងជារបស់គូយីឈិន មុតនាងនឹងចង់គាត់តែជាប្តីប្រពន្ធក្នុងនាមដើម្បីផ្លាស់ប្ដូរផលប្រយោជន៍ពេលនេះរូលីត្រឡប់មកវិញហើយដូច្នេះនឹងចង់គួរចាប់នេះហើយនិយាយជុំទេ ដើម្បីផលប្រយោជន៍ខ្ញុំទៅតែបានលឺនៅពេលនេះឆ្លងស្ពានឲ្យលោកចង់មានកំទេចចោលអញ្ចឹងហ៎លោកឯងនេះឲ្យចាំពេកហើយចាំមើលពេលរលីបានដឹងថាលោកជាមនុស្សបែបនេះតើនាងគិតយ៉ាងណា ខ្ញុំប្រមាននាងបើហ៊ាននិយាយប្រាប់តាមនៅមុខរូលីទៀតនាងនឹងគ្រួសារវីរបស់នាងត្រូវតែស្លាប់ទាំងអស់ លេងមើលអ្នកស្អាតទេលេងកាត់អីហ្នឹង នាងមិនអីទេ ខ្ញុំមិនអីទេថ្មីនេះអាកាសធាតុប្រែប្រួលគ្រាន់តែផ្ដាសាយតិចតួចអញ្ចឹងត្រូវព្យាបាលហើយអ្នកបំរើកុំអីរូលីខ្ញុំមកនេះគ្រាន់តែយកអំណោយមកឲ្យឯងខ្ញុំនៅមានការងារមួយចំនួនផ្សេងទៀតដែលត្រូវដោះស្រាយចាំលើក្រោយចាំនិយាយគ្នាណាខ្ញុំលាសិនហើយអេមិនក៏លោកមកជួននាងទៅឆាប់ជួននាងទៅ អូ អ្នកនាង គាត់យ៉ាងម៉េចហើយ គឺ នៅស្ទាក់ស្ទើរអីឆាប់និយាយមក គាត់បដិសេធក្នុងការព្យាបាលហើយក៏មិនហូបអីដែរហាក់បីដូចជាគាត់ចង់ស្លាប់ហើយ បើកទ្វារទៅ បាទ គូយីឈិនលោកបានច្បាស់ណាស់ថានៅជំពាក់ខ្ញុំលោកចង់ស្លាប់ឬរស់អត់ប្រកាន់ បើការស្លាប់របស់ខ្ញុំអាចធ្វើឲ្យការស្លាប់ខ្ញុំបានមានពិតជាមានតម្លៃ លោកអាចស្លាប់ដោយស្រួលពេកទេអ្នកយាមស្រាយចំណងគេទៅឆាប់ហូបបាយទៅ នេះកាត់ជាតិមកខ្ញុំជំពាក់ស្អីលោក នាងមិនគួរនៅកន្លែងនេះទេ គូជីឈិនតើខ្ញុំគួរទៅទីណាលោកមិនបាច់ខ្វល់ពីខ្ញុំទេចាំតែម្យ៉ាងបានហើយលោកគឺជាអ្នកទោសរបស់ខ្ញុំ
ខ្ញុំនឹងស្ដាប់កុំ លោកស្ដាប់បង្គាប់ជាបានរបស់លោកឆាប់ជាខ្ញុំមិនចង់ពិបាកភ្នែកមើលពេលធ្វើទរណកម្មលោកទេ នេះមិនក៏នាងចាត់ទុនចំពោះសត្រូវបែបនេះតើខ្ញុំដាច់ចិត្តទុកឲ្យនាងប្រឈមមុខនឹងពិភពលោកដ៏ច្បុកច្បល់បែបណាវាវិជាការហើយនេះបាត់ជាលោកត្រឡប់មកវិញលឿនម្ល៉េះ គឺដោយសារស្រីល្ងងម្នាក់នោះត្រូវជួយនាងទៅផ្ទះ បាទនេះលោកស្រីបាត់ត្រឡប់មកវិញជាមួយលោកទៀត ចាំមកច្បាស់ណាតើថ្ងៃមុខខ្ញុំមានប្រពន្ធតែម្នាក់គត់គឺតកូនជាងចំណាយអាយលីងអឺមិនសមទេ ខ្ញុំល្ងងនិយាយបាត់ចេះគិត មើលទៅដូចជាថប់អារម្មណ៍ណាមានរឿងអី ពេលវិជាការគូជាឈិតកាប់ពិតនៅរស់ទេ ថាម៉េចលោកមានបញ្ជាការអ្នកនឹងរលីហាមណាណាចូលទេបើគ្មានបញ្ជាពីគាត់អាចចូលយ៉ាងម៉េចចាត់ទៅកាមើលថៃគឺល្អអាខ្មោចប្រពើថ្ងៃមិនបាច់ជាឯងរស់ឡើយ នេះឯងស៊ីនដើរនៅចំពោះមុខមនុស្សស្រីឯងចង់យកនាងពីយើងតាមែនទេ ចូលឯងមានសិទ្ធិមកព្រៀបជាមួយនឹងយើងឯងគ្រាន់តែជាអ្នកទោសថោកទាបម្នាក់ប៉ុណ្ណោះ យើងគឺជាអ្នកទោសប៉ុន្តែមិនមែនជាអ្នកទោសរបស់ឯងទេព្រោះជាអ្នកទោសរបស់នាងយើងពេញចិត្តនឹងធ្វើ ល្អឯងជាអ្នកនិយាយខ្លួនឯងទេយើងចាំមើលថាឯងកើតកតុបដល់ពេលណាទៀត ហេតុអីនាំខ្ញុំមកកន្លែងប្រខាន់ មិននេះតបសេះរបស់សិនយូសានត្រូវបានចាប់ខ្លួនខ្ញុំយកពួកគេមកសម្លាប់នៅទីនេះដូច្នេះហើយខ្ញុំឲ្យនាងមកហាត់បាច់កំភ្លើង កងតបវិបីលោកមិនមែនជាកងតបដាក់ពងគោលអគុជាឈិនទេចាំហ្វឹកចង់សម្រាប់ពួកគេទាំងអស់នោះមែនទេ អត់ទេខ្ញុំចាំថានាងមានភាពវិឆ្លាតនៅក្នុងការបាញ់កំភ្លើងណាបើអញ្ចឹងសាក់មកទៅ ខ្ញុំមិនសម្រាប់មនុស្សទេ ពួកមនុស្សទាំងអស់នេះសុទ្ធតែជាបាពួករបស់គូជីឈិនគេគឺជាសត្រូវដែលបានសម្លាប់ឪពុកនាងនៅពេលនោះ អនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera ទឹកកកផូល vitamin E skin care ស្រាស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួនរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីពីស្នូលជួយឲ្យស្បែកមានសុភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ ông về mà này chú năm nào với chân lý chụp lại thôi con khai chắp anh tới mấy bị chịu cả លោកស្រីគូខ្ញុំគិតថាខ្ញុំមិនបានជួបលោកស្រីទៀតទេលោកស្រីគូខ្ញុំគិតថាខ្ញុំមិនបានជួបលោកស្រីទៀតទេ ចាំហ្វឹងលោកកំពុងធ្វើអីខ្ញុំសួរថាលោកកំពុងធ្វើស្អី រលីស្ដាប់ខ្ញុំមក ពី ស្ដាប់ ក្បាលអង្អែលខ្នងគិតថាខ្ញុំល្ងងណាស់មែនទេ ខ្ញុំគ្មានអីចឹងទេ ចុះហើយនាំគេទៅ បាទរលីគូជីឈិនគឺជាកូនប្រុសរបស់សែនជូសានវាជាឃាតករដែលមកផ្លាច់គ្រួសារមេទាំងមូល ខ្ញុំសង្ស័យឲ្យគ្រួសារមិញខ្ញុំយ៉ាងម៉េចវាអាស្រ័យលើខ្ញុំឥឡូវនេះគូជាឈិនជាអ្នកទោសខ្ញុំការស្លាប់របស់គេស្ថិតនៅលើខ្ញុំតែម្នាក់គត់ចាំហ្វឹងបើលោកធ្វើរឿងបែបនេះកើតឡើងម្ដងទៀតមិត្តភាពយើងមិនត្រូវចាំសម្លឹងមើលស្អី ក្រែងចង់សម្លាប់តែ គូជាឈិនទោះបីខ្ញុំសង្គ្រោះលោកនៅថ្ងៃនេះក៏ដោយកុំគិតថាខ្ញុំអត់ទោសឲ្យលោកខ្ញុំគ្រាន់តែមិនចង់ឲ្យលោកស្លាប់នៅក្នុងដៃមនុស្សតែមិនពាក់ព័ន្ធព្រោះជីវិតលោកត្រូវវិនិច្ឆ័យក្នុងដៃខ្ញុំឆ្នាំនៅទីនេះផឹកខ្លួនឯងទៅចឹងហើមិនក៏ពិបាកប្រឈមមុខនឹងសត្រូវសម្រាប់គ្រួសារឯងបែបនេះខ្ញុំមិនអាចរំឃើញគេឈឺបានទេមិនក៏ពិបាកយ៉ាងនេះអត់ទេមិនចឹងហើអញមិនអាចចិត្តទន់ជាមួយគេទេលោកនៅផឹកយូរទៀតទេគូជាឈិនលោកមុំអត់ពេលអង្គុយសើចសុខហើយក្នុងនាមជាអ្នកទោសអាចរីករាយគេស្រួលហូបឆ្អែតដូចមនុស្សទូទៅបានចឹងមិញចាប់ពីថ្ងៃ
ថ្ងៃនេះតទៅលោកគឺជាអ្នកបម្រើដ៏ថោកទាបបំផុតក្នុងវិមាននេះហូបបាយនឹងដេកជាមួយអ្នកបម្រើផ្សេងទៀត ឲ្យតែនាងសប្បាយចិត្តខ្ញុំធ្វើអ្វីក៏បានដែរ តែរៀបចំឲ្យគេធ្វើការ នៅគួយដល់ណាទៀតចាប់ទៅ 快去安排他干活。还做那个啥走រូលី កុំប៉ះខ្ញុំ ខ្ញុំគិតខុសនៅអ្វីដែលបានកើតឡើងថ្ងៃនោះខ្ញុំសុំទោសនាងកុំខឹងខ្ញុំបានទេ ពេលនេះលោកជំរាបបញ្ជាការចំខ្ពស់នៅចាំងពីលោកមិនបាច់ធ្វើបែបនេះទេ រូលី 是江北最高的 មិនថាខ្ញុំនៅឋានៈអ្វីខ្ញុំនៅតែជាបងប្រុសហ្វុងដែលគិតដល់នាងមុនគេខ្ញុំសន្យាចំពោះមុខនាងអ្វីដែលនាងមិនចូលចិត្តខ្ញុំមិនធ្វើវាទេហើយវារឿងស្អីរបស់ឯងមិនបានចាំមកឈរទីនេះហើយមិនខ្មាស់ខ្មោចទេ ការងាររួចហើយល្អមេបញ្ជាការចាំងនឹងខ្ញុំពិភាក្សាគ្នាលោកគ្រាន់តែឈរនៅចំហៀងចាំបម្រើឲ្យល្អទេ 江司令来府上做 បាទ 你就在一旁伺候着， តោះ 听我和江司令好好叙旧。 នៅចាំស្អីទៀតឆាប់ចាក់ទឹកឲ្យមេបញ្ជាការភ្លាមទៅ 傻愣着干什么？还不赶快给江司令奉茶！ ប៉ុណ្ណឹងក៏ធ្វើមិនបានល្អដែរ រូលីខ្ញុំមិនអីទេ ឃើញមកសុំទោសមេបញ្ជាការចាំងភ្លាមទៅ 这点事情 សុំទោស គេនិយាយស្អីខ្ញុំស្ដាប់មិនឮទេ 快给江司令道歉。 មេបញ្ជាការជាងសុំទោស មើលឯងឥឡូវនេះចុះតើឯងអាចប្រអ្វីមកជិតជាមួយយើងមើលឯងឥឡូវនេះចុះឯងចង់អ្វីមកជិតជាមួយនឹងកុំគិតទៀតអី 看看你如今的样子， ចាំងហ្វឹងខ្ញុំមិនមែនជាមនុស្សខុសខើទេខ្ញុំចូលពីឋានៈអ្នកបម្រើដូចជាឯងរូលី 江峰向来不是什么 ខ្ញុំមកថ្ងៃនេះគឺដើម្បីពិភាក្សារឿងសំខាន់ជាមួយនេះ មេបញ្ជាការ 我今日来是有要事与你商议。 នេះគឺ 这是 លិខិតតែងតាំង បន្ទាប់ពីសិនយូសានត្រូវបានដកចេញខ្ញុំបានគិតហើយគិតទៀត 认状， មុខតំណែងនេះវាគួរតែជារបស់នាងខ្ញុំឲ្យនាងធ្វើជាក្រុមបង្វឹកកងទ័ពទី 是你我共同协作的结果。 3គ្រប់ក្រុមចាំងបីជាមួយខ្ញុំ 想请你出任威平郡主事。 មេបញ្ជាការចាំងពិតជាផ្ដល់កិត្តិយសឲ្យខ្ញុំពេកហើយខ្ញុំជាស្ត្រីចំនួនថ្មី 江司令 អញមានសមត្ថភាពដឹកនាំតបបានយ៉ាងម៉េច ហេតុអីបានជារូលីវាយតម្លៃស្លាយទៀតយ៉ាងនេះនាងធំឡើងក្រំផ្លូវរបស់មេទីងិនមរតកតែមួយគត់របស់គាត់ខ្ញុំជឿថាភាពក្លាហាននិងយុទ្ធសាស្ត្ររបស់នាងមិនចាញ់បរោះទេនាងនិងខ្ញុំរួមគ្នាគ្រប់គ្រងចាំងបីស្របនឹងការចង់បានរបស់ប្រជាជន មេបញ្ជាការយ៉ាងស្មោះត្រង់ចិត្តទូលាយ 定是 ពេលបាននឹងបដិសេធតែខ្ញុំនឹងឆ្លើយតបទៅលោកវិញនៅពេលសម្រាប់ចិត្តលើរឿងនេះ 越不好推举， បានតាមសំណួរចុះ 思量之后再做答复。陆毅， មេបញ្ជាការទោះបីជាលោកចង់ប្រើកេរ្តិ៍ឈ្មោះរបស់មេទីកិនដើម្បីទទួលការគ្រប់គ្រងពីខេត្តជាងបីលោកគ្រាន់តែត្រឹមប្រើកេរ្តិ៍ឈ្មោះដល់រូលីទៅបានហើយហេតុអីលោកចាំបាច់បញ្ជូនកងទ័ពចិនបីឲ្យទៅនាងកាត់កាប់បែបនេះ កងទ័ពពី3នេះឆ្លំនៅក្រោមអង្គរបស់ម៉ាសាជីនក្រោយមកមេទីងិនប្រគល់វាទៅគូយីឈិនឥឡូវនេះគូយីឈិនគឺជាមនុស្សតែម្នាក់គត់ដែលធ្វើតាមការដឹកនាំរបស់នេះដូច្នេះហើយហេតុអីបានជាខ្ញុំមិនធ្វើឲ្យរូលីពេញចិត្តយូរយ៉ាងណារូលីក៏ជាកូនស្រីរបស់មេទីងិនដែរ 那不如做个手术情，送给他。 ឆាប់ទៅ 怎么说？ បាទ 若离是中断。开始做。 មិនមិនលៀងជើងឲ្យខ្ញុំ 还不过来给我洗脚？ លើកដៃឡើង 把手伸过来， របួសបែបនេះហើយមិនក៏មកលាបថ្នាំ បើប្រៀបធៀបនឹងការឈឺចាប់របស់នាងរបួសប៉ុណ្ណឹងគឺនៅរបួសតិចតួច 为 ខ្ 什 លាំង 么 ណាស់ 不知道上药？ 跟你所说的痛不像，我这点伤算不了什么。 ដល់ខ្លួនល្អហើយឆាប់ចេញទៅ 还算有点自知之明。现在给我来， ខ្ញុំដឹងថាអ្វីដែលខ្ញុំនិយាយនៅពេលនេះវាគ្មានតម្លៃសម្រាប់នាងទេប៉ុន្តែខ្ញុំនៅតែរំលឹកនាង 我知道， កងទ័ពបី 我现在所说 ធ្លាប់នៅក្រោមការបញ្ជារបស់ឪពុកមេទីកិនក្រោយមកក៏គាត់ប្រគល់ឲ្យខ្ញុំពួកគេមិនដែលត្រូវបានបញ្ចុះបញ្ចូលដល់យ៉ាងប៉ុន្តែបើបរិស័យពួកគេនឹងខ្លាយទៅជាត្រីនៅលើគ្រឹះ ក្រុមឧទាមមួយក្រុមនោះសំនឹងស្លាប់ កងទ័ពបីគ្រប់តាមបញ្ជាយោធាពួកគេមិនផុតទេទាំងនេះសុទ្ធតែជាកំហុសរបស់ខ្ញុំនាងមិនមានឫសគល់នៅយ៉ាងបីដូច្នេះមានតែការកាន់អំណាចយោធានៅក្នុងដៃរបស់នាងប៉ុណ្ណោះពេលនេះនាងនឹងមានទំនុកចិត្តក្នុងការប្រកួតប្រជែង 你唯有把兵权握在手里，才能有与他人抗衡的底气。 គឺជាឆានជ័យមិនខុសទេខ្ញុំត្រូវតែមានកម្លាំងផ្ទាល់ខ្លួន
មានតែពេលនោះទេទើបយើងអាចប្រកួតជាមួយគេបាន 我必须有自己的 ឆ្ 事 លាតដែរតា 才能 ខ្ញុំក៏ចេះប្រើកម្លាំងប្រកួតដើម្បីតទល់ដែរ 他不像是，他知道自己 ចាប់ពីពេលនេះទៅជាងបីគឺជារបស់នាងហើយនឹងខ្ញុំហើយ នេះគឺជាកិច្ចការយោធានិងសាធារណៈខ្ញុំមិនសូវយល់នោះទេដូច្នេះនៅពេលខាងមុខខ្ញុំត្រូវការរំខានមេបញ្ជា ខ្ញុំ ការ រក ជាងហើយ ដើម្បីប្រជាជនជាងបីទាំងមូលខ្ញុំរីករាយសហការជានិច្ចនេះគឺជាកាតព្វកិច្ចរបស់ខ្ញុំ 还有人将死。 3ថ្ងៃក្រោយខ្ញុំនឹងរៀបចំពិធីជប់លៀងនៅវិមានជាងនេះពេលនោះខ្ញុំនឹងអញ្ជើញមនុស្សល្បីៗមកពីគ្រប់មជ្ឈដ្ឋានដើម្បីឲ្យមកគ្រប់គ្រងនេះ មើលណោគូស្នេហ៍មួយគូនោះស្អាតណាស់មិនអាចដឹងសោះថាក្រុមទាំងបីយើងមានបរិសង្ហានិងស្រីស្អាតបែបនេះអាចដឹងថានាងមកពីណាដែរទេខ្ញុំក៏មិនដឹងដែរ 江南怎么会有如此的简单？ ហើយបានជាគេមកទីនេះ ពិធីជប់លៀងថ្ងៃនេះគ្រាន់តែចង់ឲ្យគេមកធ្វើជាអ្នកការពារប៉ុណ្ណោះគេក៏ធ្លាប់ឆ្កងគាត់ដែរចឹងហើយអ្នកអាចប្រើជាប្រចាំខ្លះម្យ៉ាងទៀតខ្ញុំចង់ឲ្យគាត់បានឃើញតបនេះហើយគ្រួសារមីរបស់យើងអាចមានឱកាសគ្រប់គ្រងក្រុមចាំងបីឡើងវិញបាន នាងពិតជាគិតគូរបានល្អិតល្អន់ពិតមែនគ្រប់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីជប់លៀងខ្ញុំថ្ងៃនេះខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានមកចូលរួមអ្នកនាងលីនរូលីនឹងខ្លាចតែជាគ្រូបង្វឹកកងទ័ពនៅវិពេញនៅថ្ងៃខាងមុខនាងនឹងគ្រប់គ្រងចាំងបីជាមួយខ្ញុំ ហេខ្ញុំស្ដាប់មិនច្រឡំទេហេតុអីបានជាគ្រូបង្កកងទ័ពថ្មីជាស្ត្រីទៅវិញមែនហើយមិនបានជាប្រពន្ធទូនីតិនេះឲ្យទៅមនុស្សស្រីអញ្ចឹងតែនាងមើលទៅក៏ស្អាតណាស់ដែរ 怎么是个女人？ សង្ឃឹមថាមិនពឹងលើសម្រស់ដើម្បីឡើងលើកម្ពស់ទៅចុះ មូលហេតុដែលអ្នកនាងរូលីត្រូវបានតែងតាំងជាគ្រូបង្វឹកកងទ័ពនៅវិពេញគឺដោយសារតែនាងមានឈាមជ័រជាអ្នកតស៊ូនាងជាកូនស្រីអតីតគ្រូបង្វឹកកងទ័ពមេទីងិតគឺអ្នកនាងមេចាំងហឺ ហេលេនរូលីគឺជាមិនចឹងហ៎នាងជាកូនស្រីគ្រូបង្វឹកចាស់មេទីងិនកូនស្រីរបស់មេតម ឪពុកលោកមានកូនស្រីល្អខ្ញុំគ្រប់គ្រងសូមមកបោះសាទរពេលវេលាប្រវត្តិសាស្ត្រនេះលើកកែឡើង បងយាយឈិនខ្ញុំដឹងថាបងនៅតែមានខ្ញុំនៅក្នុងបេះដូង 叶城哥哥，我知道你心里还是有我的。 ចា លេនរូលីអញនឹងគេគ្មានអីតាក់ទងគ្នាទេពួកគេនៅជាមួយអ្នកណាក៏ជាសិទ្ធិរបស់គេ 你和他已经没半点关系了，他和谁在一起，又与你何干？ ចាំមិនរ៉ានមនុស្សស្រីឈួតមិនបានជួបខ្ញុំនៅទី 怎么是你？ បងយាយឈិនបងសវឹងហើយ 我怎么在这里？ ថយចេញ 叶城哥哥，你喝醉了，你看， ខ្ញុំកំពុងគិតអីច្បាស់ណាស់គេជាសត្រូវដែលបំផ្លាញគ្រួសាររបស់ខ្ញុំខ្ញុំបាននិយាយថាបាយជាមួយគេហើយប៉ុន្តែហេតុអីពេលខ្ញុំឃើញគេស្និទ្ធស្នាលនឹងស្រីផ្សេងពេលដល់ខ្ញុំមានអារម្មណ៍ថាពិបាកទ្រាំចឹងនេះ 为什么看到他和别的人一起，心里还是不安？ យកជ្រើខ្យល់តែចាំប្រយ័ត្នឈឺ ជប់ជ្រះហើយខ្ញុំទៅមុនហើយ 谢谢你们，实在不早，谢谢。 អាគារមេបញ្ជាការចាំងបីចាំងហ្វឹងសូមអ្នកនាងព្រមទទួលផងចុះ 江北总司令江峰， បាន 今日正 ខ្ញុំ 式 យល់ព្រម អ្នកណាឲ្យយើងយល់ព្រមជាមួយគេពេលនេះនាងនៅជាប្រពន្ធខ្ញុំនៅឡើយទេមិនក៏ហ៊ានធ្វើបែបនេះ ពួកខ្មែរបាយមានបញ្ហាមែនទេ 你答应他的，现在是烂摊子，有什么资格接受别人的求婚？你是不是脑子有 គួរជាឆាប់ដាក់ខ្ញុំចុះភ្លាមដាក់ខ្ញុំចុះ
មិនជាកន្លែងដែលគួរជាឈិននឹងខ្ញុំជួបគ្នាពីមុនពេលរៀបការទេមែនទេវាជាកន្លែងដែលគួរជាឈិននឹងម្ដាយរបស់គាត់រស់នៅតា លោកស្រីគូនាងពិតជាចង់រៀបការជាមួយអាម៉ាស៊ីននោះមែនរឿងនេះខ្ញុំមិនអាចយល់ព្រមតាមនាងបានទេ 你就这么想嫁给别人？既然这样，我先不成全你。 គួរជាឈិនគុំយកមកខ្វក់ដល់ឆ្លប់ថាចាំងមានរ៉ានថាខ្ញុំគួរជាឈិនគុំយកមកខ្វក់ដល់ឆ្លប់ថាចាំងមានរ៉ានថាខ្ញុំ នាងយល់ព្រមធ្វើតាមសំណើយ៉ាងប៉ុណ្ណឹងគ្រាន់តែចង់ឲ្យខ្ញុំខឹងនាងដឹងច្បាស់ថាខ្ញុំមិនអាចប៉ះពាល់យ៉ាងមិនដែរនាងខ្លាំងណាស់ធ្វើជាមើលមិនឃើញទាំងនេះជាល្បិចបងប្អូនបង្កើតរបស់តកូលជាង គុំសន្និដ្ឋានខ្លួនឯងអីទេទោះយ៉ាងណារបៀងលោកនឹងខ្ញុំក៏មិនអាចនៅជាមួយគ្នាបានដែរវាស្នេហ៍យើងត្រឹមតែជាសត្រូវនឹងគ្នាប៉ុណ្ណឹង ចុះបើខ្ញុំនិយាយថាពួកយើងនៅមានចំណុះនោះគឺកូន 在一起，注定是成功。如果说了我之间还有其他 លោកគ្រូបែនកូនខ្ញុំចាំបាច់ថា ទីរូបតូចពេករាងកាយខ្សោយណាស់គ្មានផ្លូវត្រឡប់មកវិញទេ លោកគ្រូបែនកូនខ្ញុំទៅខាងទៅលើថ្ងៃត្រូវតែមានវិធីជួយបានខ្ញុំសូមអរជួយសង្គ្រោះគេផងជួយគេផងលោកគ្រូបែនអ្នកមីជួយកូនខ្ញុំផងរលីគ្រប់យ៉ាងគឺជាវាសនាមិញមិនអាចជួយអ្វីបានទេក្មួយកូននេះប្រហែលជាគ្មានភ័ព្វពិស័យជាមួយយើងឲ្យគេទៅឲ្យបានសុខផងណាកូនរបស់ខ្ញុំកូនខ្ញុំមកវិញមកឲ្យកូនខ្ញុំមកវិញមកឲ្យកូនខ្ញុំមកវិញមកលោកនៅកូនរបស់ខ្ញុំបានស្លាប់កាលពី5ឆ្នាំមុនបាត់ទៅហើយ ចុះបើសិនជាកូនម្នាក់នោះនៅមានជីវិត លោកចង់បាននៅថាម៉េច កន្លែងដាក់ខ្លួនរបស់កូនខ្ញុំនឹងប្រាប់នាងតិចទេប៉ុន្តែនាងត្រូវតែជួយខ្ញុំពេក 孩子的心，慢慢长大，但影响 ខ្ញុំសុខខ្ញុំមិនអាចប៉ះពាល់យ៉ាងមិនបានទេគេបានដាក់ថ្នាំក្នុងភេសជ្ជៈឲ្យខ្ញុំផឹក 发誓， យប់នេះនាងត្រូវតែជួយខ្ញុំ មិនស្មានថាគេត្រូវតាមស្រីគូនោះទេខ្ញុំគួរជឿគេទេប៉ុន្តែរឿងកូនគិតយ៉ាងម៉េចបើគាត់កុហកខ្ញុំនោះ 今晚日子怎么？你要打了？可我还以为孩子的事，那是骗我。 ជាងហើយខ្ញុំដឹងថានាងនៅតែមានខ្ញុំក្នុងបេះដូង យ៉ាងម៉េចជុកមិនគ្រប់គ្រាន់ អរគុណលោកស្រីគូបានជួយខ្ញុំកាលពីយប់ធ្វើឲ្យប្រសិទ្ធភាពថ្នាំធ្លាក់ចុះ យ៉ាងម៉េចដែរពិតជាឲ្យថ្នាំខ្លាំងៗនោះមកលោកមែនទេ 还在相处，药效已经 ថ្នាំផ្សះគឺនៅក្នុងដៃលោកស្រីគូហើយទោះជាគេព្យាយាមយ៉ាងណាក៏គ្មានប្រយោជន៍ដែរ គួរជាឈិនជាមនុស្សមិនចេះខ្នាអ៊ីន 他在手里。 ប្រាប់ខ្ញុំឥឡូវនេះមកលោកបានដាក់តកូននោះនៅកន្លែងណា 顾雨辰， មិនទាន់ដល់ពេលវេលាទេ 那你现 លោកខកខ្ញុំទៀតហើយ នៅចំពោះមុខលោកស្រីគូខ្ញុំពិតជាចង់រស់ណាស់មិនហ៊ានខកនោះទេ មិនមកក៏លោកស្រីគង់ខ្ញុំមិនតនិយាយថាអត់ទៅឲ្យលោកទេ 我的求生欲可是 មិនមកក៏លោកស្រីគង់ខ្ញុំមិនតនិយាយថាអត់ទៅឲ្យលោកទេ អូមែនតើអ្នកណាច្បោកច្បល់នឹងជួយចាត់ការពីយប់មិញហើយខ្ញុំថាលោកប្តីពេញមាត់ទៀតផង លោកធ្វើខ្ញុំកាន់តែក្រៃហើយតែហ៊ានមកនិយាយបែបនេះចេញទៀត បានហើយកុំខឹងអីនោះក៏ជាកូនរបស់ខ្ញុំដែរខ្ញុំត្រូវការពារគេឲ្យមានសុវត្ថិភាព 好了， ខ្ញុំសន្យានឹង 别 នេះ 生气了。 វាមិនយូរទៀតទេខ្ញុំនឹងប្រាប់កន្លែងលាក់ខ្លួនរបស់កូន 我需要保证他 ពិត 的 មែនទេ 我向你承诺， ត្រូវធ្វើតាមសន្យា 过不了多久就会将孩子的下落告知你。真的，一言为定。 ហេតុអីនាងទៅត្រឡប់មកវិញពេលនេះយប់មិញនាងទៅណា អូជុកមិញខ្ញុំឈឺចង្កេះទៅពេកពេពេញមួយយ ចុះ ប់ កែរបស់នាងត្រូវនឹងអី វាជាការពិតណាស់ ពិតណាស់ខ្ញុំត្រូវបានឆ្កែព្រៃខាំ កែព្រៃមិនខ្វះខ្វះភ្នែកបើសិនចាប់វាបានខ្ញុំនឹងការវិជ្ជាកោចកងរលីតោះខ្ញុំជួយទៅស្មា他只野口这么重要， អូយឈិនឯងឈ្មោះស្អីនាងជាគូននឹងរបស់ខ្ញុំណាដាក់នេះចុះ គូរនឹងរបស់ឯង 魏晨， មិនថាជាមិនឈាំង 他现在是 ឬមួយក៏លិនរលី 放下， នាងនៅតែជាលោកស្រីគូរបស់ខ្ញុំទេ 无论他是曾经的孟千鹤， បែរទៅមុខមួយជំនាន់ទៀតយើងនឹងបាច់ 他 ហើយ 都只能是我的姑太太。 បែរទៅមុខមួយជំនាន់ទៀតយើងនឹងបាច់ហើយ 秦一凡，快将他打死！ ឈប់បកកាយគ្នាខ្ញុំមិននឹងចិត្តបងនរណាម្នាក់ទេ 快将他打死！ ខ្ញុំទៅលើខ្លួនឯង 都别吵，不属于你这。 មេបញ្ជាការជានាងមិនស្រុកខ្លួនត្រូវការសម្រាប់ជួយយកត្រឡប់ទៅវិញចុះ អូមិនមកទេរលីពីថ្ងៃទៀតខ្ញុំនឹងមកនិយាយរឿងរៀបការជាមួយនាង 江思明，他今日身体不舒 ហា 服， មិនឯងចង់លេងដាក់ជាមួយនាងអើ បែកុំធ្វើឲ្យខូចសុខភាពព្រោះតែកំហឹងបែបនេះខ្ញុំមិនអីទេ 后来几些 ជាក់ហ្វឹកតើគ្រួសាររបស់យើងប្រព្រឹត្តជាមួយឯងយ៉ាងម៉េចប្រហែលឆ្នាំនេះយើងប្រឹងប្រែងយ៉ាងណាឯងដើរមកដល់ថ្ងៃនេះក៏សិតតែជាការជួយជ្រោមជ្រែងរបស់គ្រួសារយើងដែរឯងបែរជាដល់ត្រូវហើយបែរជាបោះបង់ពួកយើងចោលបែបនេះ
ធ្វើបែបនេះតើអកតញ្ញូដែរទេ មែនហើយនេះជាការផ្លាស់ប្ដូរផលប្រយោជន៍វាជាការពិតដែលលោកបានជួយបំពេញឆ្លាអ្វីរបស់ខ្ញុំ 这么报答我们的 ប៉ុន្តែគ្រួសាររបស់លោកក៏មានចំហររឹងមាំដោយសារតែខ្ញុំដែរមិនចឹងលោកខ្ញុំឡើងមកដល់ចំណុចនេះលោកក៏ថាវាស្រួល 你们是否重用了 ជួបទេតែខ្ញុំមិនចង់ជួបលោកទៀតទេ 可你们未经 បែ 危机冷静 បើគេចង់ចាក់ចេញហើយគ្មានប្រយោជន៍អីដែលយើងត្រូវនិយាយបន្តយកឯកសារមកខ្ញុំនឹងសញ្ញេភ្លាម 小姐， ឡនណា 我宁愿以后再也不跟你相处。爸，他既然缺一已决，多说也无益。离婚书拿来，我签了便是。 ក្រែងលោកជាអ្នកលេងលេហេតុអីគ្រួសារវិញខ្ញុំជាអ្នកសងសំណងទៅវិញយ៉ាងហ្វឹងតើលោកចេះខ្មែរអ៊ីនដែរទេ លោកហ៊ុន70%ពីទ្រព្យសម្បត្តិគ្រួសារយើងជាសំណងសម្រាប់ឯងយ៉ាងហ្វឹងឯង 凭 គួ 什 រ 么 ឯង 要 ពី 我 ហើយ 再做出补偿？江峰， យ៉ាងហ្វឹង 这个无耻到什么地步？ ខ្ញុំមិនចង់ហាត់ទលេខាលេងលេដល់អាម៉ាស់នេះទេលោកឯងជាចៅប្លន់ច្បាស់ណាស់ ថាស្លេកខារ៉ាសា យ៉ាងហ្វឹងកុំគិតថាខ្ញុំមិនដឹងពីគំនិតរបស់លោកចំពោះរលីដរាបណាខ្ញុំមិនលេងលេលោកគ្មានសិទ្ធិរៀបការជាមួយនាងទេខ្ញុំនឹងឲ្យលោកតឹងទ្រូងដល់ស្លាប់ 江峰， អញ្ចឹងមីសិញមិនកំពុងរត់ពុតព្រោះក្រឹតកម្មនោះសាហើយចាប់ដាក់គុករកចាំការប្រត់ទៀតទៅបាទ លោកចង់ធ្វើស្អីការខ្ញុំមិនបានរត់ពន្ធអាវុធទេឆាប់លេងគាត់ទៅ យ៉ាងហ្វឹងឯងប្រព្រឹត្តក្រឹតកម្មល្មើសនឹងច្បាប់ហើយ នៅចាំបីខ្ញុំគឺជាច្បាប់បើចង់ជួយពលរដ្ឋខ្ញុំច្បាប់បត្រាទៅយកទ្រព្យសម្បត្តិទាំងអស់របស់គ្រួសារវីឲ្យមកខ្ញុំអូទៅហើយហើយកុំភ្លេចបញ្ជាក់ថានេះជាថ្លៃសំណងកិច្ចប្រឹងរៀងឡើយនេះឆាប់យកគេទៅបាទ លើយើងលើយើង 记得注明是离婚协议。带走。 រលី ចាំហ្វឹងតើនេះជាអ្វី អំណាចដែលខ្ញុំរៀបចំសម្រាប់នេះ មិនក៏មានសញ្ញាសម្គាល់របស់គ្រួសារវិញ 为你准备的聘。 រលីនេះមិនចូលចិត្តទេ ចូលចិត្តជួយឲ្យនរណាម្នាក់ចូលវាទៅ រលីបន្តមកការបរិច្ឆេទការរបស់យើង កុំបញ្ញាប់អី 找个人过来，把他们都 ការបរិច្ឆេទការរបស់យើង កុំបញ្ញាប់អី 那我 ឥឡូវ 们 នេះស្ថានភាពនៅចាំងបីទៅមានស្ថិរភាពបើមានដំណឹងរៀបការនៅពេលនេះខ្ញុំខ្លាចថានឹងមានពាក្យចាំបារម្ភ 婚期 ជាការល្អរងចាំរហូតដល់ស្ថានភាពកាន់តែប្រសើរសិន ត្រូវនេះនិយាយត្រូវខ្ញុំស្ដាប់តាមនេះ 他是会有流言蜚语。 កុំមកចម្រោះចាំយូរពេក 我们再商议也不迟。 ខ្ញុំទៅសិនហើយ 你说 បាយបាយ 都听你的。那你别让我等太久。走了，拜拜。 នាងចង់រៀបការជាមួយយ៉ាងហ្វឹងមែន និយាយបែបនេះចង់ឲ្យខ្ញុំរៀបការនឹងលោក ឆ្លើយមកថានាងចង់រៀបការជាមួយគេពិតមែនទេ តែលោកហើយនឹងខ្ញុំនៅពេលនេះពួកយើងសុទ្ធតែមិនតន់ភ្លេចបានទេគឺពួកយើងសុទ្ធតែចង់ចេញ5ឆ្នាំមុនលោកធ្វើស្អីខ្លះដល់គ្រួសារខ្ញុំលោកចាំបានទេ ខ្ញុំដឹងនាងនៅបន្ទោសខ្ញុំចំពោះរឿងកើតឡើងលើគ្រួសារមិញប៉ុន្តែខ្ញុំប្រាប់ហើយថារឿងដែលនាងបានឃើញនិងនាងបានឮនោះអាចមិនមែនជាការពិតទេ ប៉ុន្តែជាលោកនិយាយបែបនេះ 还在因为梦想的实现 លោកនៅចាំបានទេពេលនោះខ្ញុំក៏នៅទីនោះដែរ 也许 ខ្ញុំខ្លាចលោកបានកែកកំភ្លើងបានតម្រង់មករកខ្ញុំ 是想我 ទាំងតែខ្ញុំកំពុងតែមានកូនដែលជាឈាមជ័ររបស់លោក 当初我就在现场， នាងនិយាយមិនខុសទេ 是你亲手 ការ 将 ពិត 鸡 គឺ 蛋 ខ្ញុំចង់ឲ្យនាងស្លាប់ 放 ប៉ុន្តែជំនាញការបាញ់កំភ្លើងរបស់ខ្ញុំមិនមែនអាចគ្រាន់ឲ្យនាងមានរបួសប៉ុណ្ណោះទេ 正如你所说，我若是真想你死，凭我的枪法，又怎会只擦过太阳穴？ លោកបានន័យថាម៉េច មានតែវិធីនេះទេទើបអាចសង្គ្រោះនាងបាន 是说， ចុះប៉ារបស់ខ្ញុំនោះក្នុងគ្រួសារមិញមានមនុស្ស70នាក់ទៅ80នាក់ 为了保你性命，我只能出此下策。 បើសិនជាលោកពិតជាមានបំណងជួយខ្ញុំមែន 我父亲呢？ មិនជួយប៉ារបស់ខ្ញុំនឹងអ្នកផ្សេងឯទៀតលោកមានគំនុំអ្វីជាមួយពួកគេ ចំពោះរឿងខ្លះ 有意留我性 វាមិនដូចអ្វីដែលយើងបានឃើញទេ 那我的父亲和 សូ 我 ម 的 នាង 家 ជួយចាំ 人 លើខ្ញុំ បើលោកពិតចង់ធ្វើដើម្បីខ្ញុំមែន 什么错？ ឆាប់ឲ្យសមាជិកគ្រួសាររបស់ខ្ញុំវិញមកវិញបានទេ 根本不是你看到的这样。阿和，你相信我。要是没有如何？那我的父亲和家人就能回来了吗？ ថាកែ តែនេះកាលពីប្រហែលថ្ងៃមុនមានខ្ញុំម្នាក់បានកំងខ្ញុំឲ្យរៀបចំឈុតសម្រាប់អ្នកនាង ភ្ញៀវអីគាត់មានតកគោមែនទេ ខាងនោះ 林小姐，前几天有个贵客给您订了一套旗袍，是送给您的，你来的正好。贵客是香菇， លោកតកែខ្ញុំមិនមានទៅណាហើយ នាងកំពុងផ្លាស់ប្ដូរសម្លេងបំពាក់នៅខាងក្រៅ 刚刚那位客人，客人在里面换衣服លោកចង់ធ្វើមានយ៉ាងមិនបានជាក្លែងអាចចូលបានទេអូយឈិនពិតជាខ្វះហាងមែនមានលោកទាហានចូលវិវិធយ៉ាងទាំងយកតែគ្មានការអនុញ្ញាត
ឬក៏លោកមិនត្រូវខ្លាចបាញ់បំបាច់ក្បាលទេ ចាំផងការដែលខ្ញុំមកទីនេះមិនមែនគ្មានមូលហេតុទេអាហើបាត់ខ្លួនហើយ ថាម៉េចរលីបាត់ខ្លួន 将功是想来抢走吗？江峰，调动军队事出有因，阿和出事了。什么？助理部将， ញាក់ហើយហ៎លិចអើមានរឿងអីហ៎ខ្ញុំក៏ចង់ដឹងពីមូលហេតុដែរនៅពេលដែលគ្រួសារមីត្រូវគេសម្លាប់ចាប់តាំងពីនាងជ្រើសយកការស្លាប់ខ្លាំងៗហេតុអីនាងមិនបន្តរស់នៅអត្តបទទៀតទៅនាងត្រឡប់មកវិញធ្វើស្អីនាងត្រឡប់មកវិញនៅមិនគ្រប់គ្រាន់តែនាងនៅហ៊ានលួចប្តីលួចទ្រព្យសម្បត្តិរបស់គ្រួសារវ័យខ្ញុំទៀត 为什么要回来？ លិចអើ 为什么回来还不够？ អញខ្ញុំនិយាយពីអីនាងចង់ធ្វើពុតបាត់ពេលណា 叫我回家的家产。 នាងដឹងដែរទេចាំងហ្វឹងគឺជាប្តីរបស់ខ្ញុំហើយទ្រព្យសម្បត្តិដែលគេមាននៅពេលនេះគឺជាលុយរបស់គ្រួសារខ្ញុំគេមិនត្រឹមតែចង់លេងលះខ្ញុំទេគេបានគំរាមសម្លាប់ប៉ារបស់ខ្ញុំទៀតបើខ្ញុំមិនប្រកបទ្រព្យសម្បត្តិទៅឲ្យគេ 进出来的男人，现在为我不但要羞辱我，还以我父亲的姓名 ចា 叫 ញ់ 我， ជឿខ្ញុំទៅ 让我将 ខ្ញុំមិនដឹងថាអ្នកបានរៀបការជាមួយចាំងហ្វឹងទេហើយខ្ញុំក៏មិនដែលស្រឡាញ់គេដែរខ្ញុំមិនបានដណ្ដើមនេះពីគេទេសូមបត់ដល់លេងខ្ញុំទៅណា 灵儿，你相信我 ពេល。នេះខ្ញុំគឺលីនរ៉ូលី 而且我也从来没有喜欢过他，我更不会 ទេ 抢 គឺ 他。 មិនឆាំងហើ 放我出去 នាងដឹងដែរទេថាអ្វីដែលខ្ញុំស្អប់នាងបំផុតនោះគឺនាងបានដណ្ដើមយកក្តីស្រឡាញ់ពីមនុស្សគ្រប់គ្នាហើយនាងធ្វើដូចជាមិនចង់បានមិនចង់យកចិត្តទុកដាក់ខ្ញុំពិតជាចង់ដឹងណាស់ថាហេតុអីបានជាចាំងហ្វឹងស្រឡាញ់នាងទាំងតែខ្ញុំស្រឡាញ់ផ្ដល់ឲ្យគេគ្រប់យ៉ាងគេក៏នៅតែមិនខ្វល់ 丢弃， យ៉ាងណាក៏ដោយ 真不是在想。 ពេលនេះគ្រួសារវ័យរបស់ខ្ញុំលែងសល់អីទៀតហើយខ្ញុំក៏មិនខ្លាចទៀតដែរខ្ញុំនឹងជម្រះគំនុំទាំងអស់នៅថ្ងៃនេះ 反正我们魏家已经活不了了，我就再做件好事，替江北百姓除了你这个祸害。 សម្រាប់ការយកមកឆៃបានមិនទេខ្ញុំមកពីនឹងគ្រប់ផ្លែហើយនៅតែមកស្ដែងនឹងលីនចេញទៅសម្រាប់ការអ្នកបានមកយកស្មុតមួយ 依旧没有离川的夫人。 ថ្ងៃត្រង់នេះនំប៉ារបស់ខ្ញុំមកឃ្លាំងទំនិញកុំលេងល្បិចឲ្យសោះ វៃលីអើនឹងលើចង់រស់ហើយបានជាហ៊ានយកជីវិតរលីមកគម្រាមខ្ញុំបែបនេះទៅទីយកវៃស៊ីមិនពីក្នុងគុកមក 魏灵儿活腻了，今天若离的性命要挟我，去把魏兴民给我从大牢提出来。 រលី កុំចូលមកចង់ឯណាប៉ាខ្ញុំឆាប់នំប៉ារបស់ខ្ញុំចូលមកទីនេះ please បាទហើយកុំជិះហើយ 我父亲呢？你 នេះរកការនឹងចាត់ការពុកទៅបានចោល 别乱来， មានបញ្ជាការចឹងនិយាយហើយបានលេងឲ្យមិនតម្លាក់ផ្លឹកចុះក្រាប់ពីនៅនឹងរលីមានអ្នកណាមិនជីវិតរស់ឡើយ 杨司令说了， ហើយក្រោយមិនចឹងទេខ្ញុំបាន 川外的人一个不留。 មិនអីខ្ញុំចូលទៅនេះមិនចឹងទេច្បាស់ជាជិះ 赶快走，不然真的来不及。再去再给这再去 ខ្ញុំពិតជាអរគុណឯងណាស់បើមិនបានឯងខ្ញុំមិនបានច្បាស់ពីមិនបានឈរនៅទីនេះទេនាងស្លាប់ទៅ 少年，这次多亏了你，不然我跟我爸爸就真的没有活 មិ 了。 ញតិចទៀត 除了你这个祸 ខ្ញុំ 害， ខ្ញុំអាចជួយគ្រួសារបីបានពិតមែនទេនាងមិនកុហកខ្ញុំមែនទេ 灵儿， នាងជឿខ្ញុំ 相信我，我有办 ជួយ 法 និយាយហាត់ញ៉ាំទៅតែលឿន 有 ទៅ 办法保住魏家。真的吗？你说的是真的吗？你相信？ ចាំទៅគេបងល្អរបស់ខ្ញុំហើយ别说សំនឹងចាំស្គាល់ទេនេះគឺខ្ញុំត្រៀមទុកឲ្យឯងជាទ្រព្យសម្បត្តិគ្រួសារបីដែលចាំហ្វឹងឲ្យមកខ្ញុំពេលនេះខ្ញុំសងឯងវិញ 不知道， ខ្ញុំអាចការពារនឹងបានត្រឹមនេះទេតែចាំហ្វឹងច្បាស់ជាមិនឈប់ទេ 这些都是我 ខ្ញុំឲ្យមនុស្សទូនាងចេញនៅតាមសង្ខារត្បូងដើម្បីជិះពីចាំវិញទូចាំហ្វឹងម្ដងក៏មិនអាចស្វែងរកបាន 有 ទេ 了意识，但江峰一定不会善罢甘休。 រូលីឲ្យខ្ញុំសុំទោសព្រោះតែប្រុសគំរូម្នាក់ខ្ញុំហ៊ានធ្វើអាក្រក់ដាក់នាងខ្ញុំដឹងខុសហើយមិញខ្ញុំមិនបានបន្ទោសនាងទេ 可怜，对不起，我为了一个男人这样子对你，我知道错了。莹儿，我从未怪过你。 រូលីអ្វីដែលបានកាត់ឡើងចំពោះគ្រួសារមេងកាន់នោះគឺវាមានតែតងជាមួយនឹងចាំងហ្វឹងចំណែកគូយីឈិនគាត់ជាមនុស្សល្អឯងជឿខ្ញុំចុះ 若言，堂兄不客气，跟江峰脱不了干系。孔玉琛他是个好男人，你一定要珍惜。老周， ការដែលព្រមទទួលយកកដោចាំងហ្វឹងគឺមិនមែនព្រោះហេតុផលនេះទេសុំទោសដែលយកច្រឡំ លោកយល់មិនខុសទេលោកខ្ញុំចង់រៀបការជាមួយចាំងហ្វឹងពិតមែនដូច្នេះមិនខុសទេដែលព្រមទទួលយករបស់ទាំងអស់នេះ ហើយចូលនៅពេលនេះ កំពុងពិចារណា នៅតែពិចារណាទៀត អ
អនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera. សុខភាព vitamin E, skin care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួនរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីបោះស្មូនជួយឲ្យស្បែកមានសុខភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយខ្មោចជាកូនអ្នកណាដែរចាំមនុស្សខុសទេទៅមិនខុសទេត្រឹមត្រូវហើយលោកប៉ាប្រាប់ឲ្យហាក់បែបនេះនេះមានរឿងអីកូនរបស់ខ្ញុំបានស្លាប់បាត់ហើយមានរបស់ខ្ញុំប្រាប់ថាគាត់កប់ដោយផ្ទាល់ដៃកូនទៅជាកូនខ្ញុំមែនគឺជាកូនរបស់ខ្ញុំប្រាប់មកតើមានរឿងអីកើតឡើងថ្ងៃនោះមានរឿងអីកើតឡើងកូនរបស់ពួកយើងនៅមានជីវិតនៅថ្ងៃនោះអ្នកមីងគឺជាអ្នកជួយជីវិតរបស់គេក្រោយពីសង្គ្រោះគេបានអ្នកមីងក៏ឲ្យមកបងជាសង្គ្រោះបងមិនអាចទ្រាំមើលការឈឺចាប់របស់អូនបានទេប្រហែលឆ្នាំមុននេះបងបាននាំកូនទៅគ្រូពេទ្យល្បីៗជាច្រើនប៉ុន្តែទីបំផុតសុខភាពក៏រឹងមាំឡើងវិញពេលនេះកូនរបស់ពួកយើងមានសុខភាពល្អខ្លាំងណាស់កូនមានឈ្មោះអីទៅគេឈ្មោះគូយុនហើយយន្តបងនឹងចាំបានថាអូនធ្លាប់និយាយថាអូនចូលចិត្តឈ្មោះនេះអូនប្រាប់ថាឈ្មោះមួយនេះគឺពីរុត្រូវមានឈ្មោះថាយន្តពេលនេះពួកយើងបានជួបជុំគ្នាវិញហើយគ្រួសាររបស់ពួកយើងលែងបែកគ្នាហើយគុំគិតថាលោកនាំជនអើមកវិញខ្ញុំនឹងអត់ទៅឲ្យលោកនោះគុំនាំឈាមរវាងលោកនិងខ្ញុំមិនងាយដោះស្រាយបានទេទោះបីជាមិនងាយស្រួលក៏ដោយតែបងសន្យានឹងព្យាយាមយន្តនៅក្មេងនៅឡើយពួកយើងមិនអាចបណ្ដោយឲ្យគេគ្មានអនាគតទេគេមិនអាចរស់នៅក្នុងភាពស្អប់ខ្ពើមអ្នកស្រីគួរតែពិចារណាឡើងវិញទៅខ្ញុំសង្កត់មើលសិនលោកចង់ធ្វើអីខ្ញុំនិយាយថាគិតមើលសិនមិនបានន័យថាឲ្យលោកធ្វើតាមចិត្តទេបានខ្ញុំធ្វើតាមហាញ់តាលោកចង់ធ្វើអីលោកចង់ធ្វើអីខ្ញុំចង់នៅគេងជាមួយកូនលោកមិនអាចគេងនៅទីនេះបានទេហើយទៅថ្ងៃនេះគឺជាថ្ងៃយន្តបានជួបជុំជាមួយនឹងប៉ាម៉ាក់វិញដូច្នេះនាងត្រូវតែយល់ព្រមនៅទីនេះមកជួបជាមួយនឹងពួកយើងពីទៅគូជីឈិនលោកនេះល្បិចខ្លាំងណាស់បណ្ដាយប្រមោថាគេមានកូនប្រុសម្នាក់កូនប្រុសឯងរូលីក្មេងម្នាក់នេះគេគឺជាកូនរបស់ខ្ញុំឈ្មោះគូយុននាមតកូនគូឯងគូយីឈិនមែនទេនាងមានកូនតាំងពីពេលណាខ្ញុំតើតែអាយុ5ឆ្នាំតើបានជាមិនដឹងថាប៉ានឹងម៉ាក់មានខ្ញុំតាំងពីពេលណានោះទេរូលីពួកខ្ញុំមកចាប់គេរួចហើយដូច្នេះកូនរបស់នាងក៏ដូចជាកូនរបស់ខ្ញុំដែរខ្ញុំនឹងចាប់គេដូចជាកូនរបស់ខ្ញុំលោកពូតែប៉ាខ្ញុំនៅទីនេះហាញ់តាខ្ញុំមិនមែនជាក្មេងអត់ទេអូកាលណាគ្រប់ប្រប៉ាសុំថាមួយលោកនាំជនអត់ទៅសិនទៅខ្ញុំមានរឿងត្រូវនិយាយជាមួយមេបញ្ជាកម្មតែងក៏បានដែរប្រយ័ត្នផងខ្ញុំចង់ពិចារណារឿងពួកយើងឡើងវិញលោកមង្គលការពួកយើងបានប្រកាសប្រាប់ពិភពលោករួចហើយខ្ញុំនឹងរៀបចំកម្មវិធី7 យប់ 7 ថ្ងៃដើម្បីឲ្យគ្រប់គ្នាដឹងថាខ្ញុំបានប្រពន្ធដ៏ស្រស់ស្អាតជាងគេនៅក្នុងលោកនេះចឹងហ្វឹងខ្ញុំនឹងថាលោកពិបាកទទួលយករឿងនេះប៉ុន្តែគូយុនគឺជាកូនរបស់ខ្ញុំមិនបំបែកគេទៅណាទៀតទេខ្ញុំត្រូវមើលថែគេដោយភាពកក់ក្ដៅឡើងវិញក្រៅពីនេះនៅមានបញ្ហាលេងអើតនាងនឹងបានរបៀបណាថាខ្ញុំណាធ្វើជាឪពុករបស់គេនាងនិយាយបែបនេះព្រោះតែនាងចង់ត្រឡប់ទៅនៅជាមួយគូជីឈិនវិញតែមិនដែរទេខ្ញុំទទួលស្គាល់ខ្ញុំខុសដែលលាក់បាំងតំណែងខ្ញុំជាមួយនឹងលីងអើប៉ុន្តែខ្ញុំមិនស្រឡាញ់គេទេហើយក៏មិនដែរប៉ះពាល់គេដែរខ្ញុំសុំបោះផ្ដល់ឱកាសខ្ញុំដល់ទៅសុំត្រឹមមួយខែប៉ុណ្ណោះ
បានរយៈពេល1ខែខ្ញុំអាចធ្វើឲ្យខ្លួនអត់ទទួលស្គាល់ខ្ញុំនឹងមិនបដិសេធការសម្រេចចិត្តរបស់នាងឡើយ រលីតើមានអ្វីកើតឡើងក្នុងគ្រួសារមីននៅពេលនោះតើតើអ្វីនៅចាំងហ្វឹងខ្ញុំត្រូវយកការនេះដើម្បីស្វែងរកការពិតបានខ្ញុំព្រមតាមអ្វីដែលលោកនិយាយនៅមានពេល1ខែប៉ុណ្ណោះ នាងយល់ព្រមជាមួយចាំងហ្វឹងលោកស្រីគូពេលនេះខ្ញុំនឹងមិនតន់ស្លាប់នៅឡើយទេ លោកក្នុងបេះដូងខ្ញុំបានស្លាប់5ឆ្នាំហើយដូច្នេះការធ្វើបែបនេះអាចឲ្យជនមានជីវិតប្រសើរជាងមុនជាការពិតខ្ញុំគ្រាន់តែចង់រកឪពុកល្អឲ្យគេតែប៉ុណ្ណោះ ណាចុះបើខ្ញុំមិនយល់ព្រមនោះ ទោះពេលនេះខ្ញុំគ្រប់គ្រងចាំងបីជាមួយនឹងចាំងហ្វឹងក៏ដោយប៉ុន្តែលោកក៏ដឹងច្បាស់ថាកម្លាំងរបស់ខ្ញុំនៅពេលនេះពិតជាមិនអាចទប់ទល់យកឈ្នះគេបានទេដូច្នេះវិធីតែមួយគត់នៅពេលនេះគឺទុកឲ្យចាំងហ្វឹងភ្លេចខ្លួនចោះតែនៅខ្លួនឯងចាំមិនកំពុងខ្លាចហើយមែនទេ មនុស្សដូចខ្ញុំមិនជាខ្លាចអ្វីទេពេលវិជាការមនុស្សរបស់យើងបានស៊ើបហើយថាពូជីចិនបានទិញសម្បត្តិធ្វើដំណើរទៅក្រៅប្រទេសនៅថ្ងៃស្អែកនេះ ឡោះដល់ថ្ងៃវាធ្វើដំណើរពីណាចាត់ការវាឲ្យបាត់ពីពិភពលោកនេះទៅគេថាវាងាប់បាត់គ្មានអ្នកណារារាំងយើងទៀតទេបាទពេលឯងស្លាប់គ្មានអ្នកណាអាចរារាំងមកគោលការណ៍ជើងបានទេ តែលេងរូលីនេះជាជនពិការដែលលោកមានវិជាការឲ្យខ្ញុំឲ្យមកនេះ ម៉ាក់ពិតជាចង់រៀបការពិតមែនទេម៉ាក់នៅរៀបការជាមួយពូជាងមែនទេបើម៉ាក់រៀបការចុះប៉ារបស់ខ្ញុំក៏ចាំងមិញជនអើនៅលើលោកនេះមិនមែនគ្រប់ឪពុកម្ដាយទាំងអស់សុទ្ធតែត្រូវរស់នៅជុំគ្នាទេតែមិនមែនខ្ញុំទេខ្ញុំចង់នៅជាមួយប៉ានិងម៉ាក់មិនល្អទេម៉ាក់បើបងប៉ាម៉ាក់គឺជាម៉ាក់អាក្រក់ជនអើជនអើ ជិនអើម៉ាក់បានធ្វើសាច់ជ្រូកអាំងឲ្យកូនចូលចិត្តណាមកញ៉ាំទៅកូនជិនអើម៉ាក់ខ្ញុំទៅរកប៉ាហើយជិនអើជិនអើកុំរំអីខ្លួនប្រហែលជាគេដាក់លេខប្រមាណនេះមិនទៅទៀតគេនឹងមកវិញហើយ មានវិជាការនៅនាងលី ខ្ញុំមិនហើយបានដំណឹងកូនខ្ញុំទេ មានមនុស្សបានឃើញតែប្រុសតូចដើរតាមមនុស្សប្រុសម្នាក់ស្ដាប់រៀបរាប់ទៅបុរសម្នាក់នោះឥតភាកដូចជាគូជីឈិនណាស់ បាននិយាយបែបនេះខ្លួនគេជ្រើសរើសគូជីឈិន និយាយតែប៉ុណ្ណាជិនអើមិនធ្វើបែបនេះដាក់ខ្ញុំទេខ្ញុំនឹងទៅរកគេឥឡូវនេះ ខ្ញុំមិនថាថ្ងៃនេះមនុស្សដែលនាងចង់ទៅរកគូឬឈិនឬក៏ខ្លួនឡើយនៅថ្ងៃនេះខ្ញុំមិនឲ្យនាងចាក់ចេញបានឡើយយើងត្រូវរៀបការជាមួយគ្នា ចាំងហ្វឹងលោកចង់ធ្វើអី ពួកយើងមកភ្ជាប់ពីរួចហើយដូច្នេះខ្ញុំចង់ធ្វើអីក៏បានដែរ ចាំងហ្វឹងលោកចាប់ទុកខ្ញុំជាស្អីពួកយើងមិនទាន់រៀបការផងឬទុកខ្ញុំជាស្រីពេទ្យដែលអាចធ្វើបានតាមចិនចាំងហ្វឹងលោកចាប់ទុកខ្ញុំជាស្អីពួកយើងមិនទាន់រៀបការផងឬទុកខ្ញុំជាស្រីពេទ្យដែលអាចធ្វើបានតាមចិន រ៉ូលីខ្ញុំមិនចង់មានន័យចឹងទេប៉ុន្តែខ្ញុំរាប់ខ្លាចថាវានឹងមានរឿងកាត់ឡើង ល្អខ្ញុំសន្យាជាមួយលោកមង្គលការយើងគ្មានការកាត់ដែរប៉ុន្តែលោកត្រូវសន្យានឹងខ្ញុំថាមង្គលការត្រូវធ្វើក្នុងវិមានយ៉ាងស្រស់ស្អាតហើយមុនពេលរៀបការលោកគ្មានសិទ្ធិប៉ះពាល់ខ្លួនខ្ញុំទៀតទេ ឡោះខ្ញុំសន្យាខ្ញុំមិនប៉ះពាល់ខ្លួននាងពេលដែលមិនតរៀបការទេប៉ុន្តែនាងត្រូវនៅទីនេះមួយរយៈហើយ
សុំអបអរ កូនកំឡុងតើលោកព្រមរៀបការជាមួយនឹងអ្នកនាងលីនរ៉ូលីដែរទេខ្ញុំព្រម ជាងហ្វឹងការដែលលោកបង្ខំប្រពន្ធរបស់ខ្ញុំឲ្យរៀបការជាមួយលោកតើបានសុំការអនុញ្ញាតពីខ្ញុំហើយឬនៅជាងហ្វឹងការដែលលោកបង្ខំប្រពន្ធរបស់ខ្ញុំឲ្យរៀបការជាមួយលោកបានសុំខ្ញុំហើយឬនៅ គូជាឈិនហើយមិនទាន់ស្លាប់ទេ ត្រូវហើយត្រូវអរគុណដល់ជុំបបាលដែលមិនព្រមទទួលយកខ្ញុំឲ្យទៅភ្ញៀវកិត្តិយសទាំងឡាយការដែលខ្ញុំមកថ្ងៃនេះគឺដើម្បីយកប្រពន្ធរបស់ខ្ញុំត្រឡប់ទៅវិញ មានរឿងអីចេះឆាប់រត់ទៅ កុំទៅ មានរឿងអីកើតឡើងនោះទេ ចាំហ្វឹងស្មានមកដល់មែនទេ មានន័យថាម៉េចទៅ រឿងទាំងអស់គឺត្រូវអរគុណបងអូនស្រីលើនៅនាងចឹងមិនដឹងនាងមែនទេជាអ្នកណាប់ខ្ញុំដឹងថាព្រោះតែរឿងយីឈិនធ្វើឲ្យនាងមិនចូលចិត្តខ្ញុំប៉ុន្តែពេលនេះមានតែនាងទេដែលអាចជួយបានបងប្រុសរបស់ខ្ញុំកំពុងចង់សម្លាប់គូជីឈិនហើយថាម៉េចស្អែកនេះពេលគូជីឈិនឡើងរថភ្លើងទៅយ៉ាងណានៅម៉ោង8ព្រឹកបងប្រុសរបស់ខ្ញុំបានរៀបចំតែរួចហើយរងចាំតែគាត់បង្ហាញខ្លួនប៉ុណ្ណោះយ៉ាងណានាងត្រូវឲ្យមេបញ្ជាការហ្វេងស្កាត់ចាំជួយគាត់នៅស្ថានីយ៍រថភ្លើងមុនម៉ោង8ព្រឹកយើងត្រូវតែជួយគាត់ឲ្យមានសុវត្ថិភាព លោកហ្វេង លោកមេបញ្ជាការ ចាំហ្វឹងខ្ញុំពិតជាវាតម្លៃស្នេហាលោកចំពោះខ្ញុំខំមែន ក៏ព្រោះតានាងមិនព្រមស្រឡាញ់ខ្ញុំ ខ្ញុំមិនដែលស្រឡាញ់លោកទេចាំហ្វឹងខ្ញុំមិនដែលស្រឡាញ់លោកទេតែលោកក៏មិនគួរធ្វើបែបនេះដាក់ខ្ញុំដែរថ្ងៃនោះខ្ញុំសូមឲ្យមេបញ្ជាការហ្វេងប្រើល្បិចបំផាន់ផ្នែកថាឃាតករបានធ្វើជោគជ័យហើយលោកជឿថាគូយីឈិនស្លាប់តែមិនស្មានថាលោកធ្វើបាបកូនខ្ញុំទេលោកពង្រត់ជន់អើទៅឆ្ងាយពីខ្ញុំតែសំណាងល្អណាស់ដែលខ្ញុំដឹងល្បិចលោកទាន់ ខ្ញុំគ្រាន់តែខ្លាចបាត់បង់នាងមនុស្សដែលខ្ញុំចង់សម្លាប់តាំងពីដើមមកគឺជាគូយីឈិនតែខ្ញុំគ្មានបំណងសម្លាប់ខ្លួនអើនោះទេ គ្មានបំណងឲ្យជន់អើស្លាប់ចុះលោកចាប់ជន់អើបានន័យថាម៉េចខ្ញុំឆ្លើយក៏បានគោលបំណងលោកគឺចង់ឲ្យពួកគេទាំងពីរស្លាប់ប្រមគ្នាចាំហ្វឹងខ្ញុំធ្លាប់គិតថាលោកគួរឲ្យអាណិនប៉ុន្តែខ្ញុំមិនដែលគិតថាលោកហ៊ានធ្វើបាបសូម្បីតែកូនក្មេងក៏លោកហ៊ានធ្វើបាបដែរលោកពិតជាគួរឲ្យខ្លាចខ្លាំងណាស់ រូលីខ្ញុំនឹងមិនធ្វើឲ្យនាងឈឺចាប់ទៀតទេ ខ្ញុំគួរជឿលោកទេវាពិតជារឿងកំ pl ែងគួរឲ្យអស់សំណាងលោកបានធ្វើអាក្រក់ដល់មនុស្សដែលខ្ញុំស្រឡាញ់គ្រប់គ្នាទាំងអស់ហើយមកនិយាយថាមិនឲ្យខ្ញុំជឿចាំ ខ្ញុំមិនយល់អ្វីដែលនាងកំពុងនិយាយនោះទេ នេះជាសម្បត្តិការពី5ឆ្នាំមុនដែលលោកបានឆ្លើយឆ្លងជាមួយសេនយូសានខ្ញុំបានរកឃើញវានៅពេលដែលឃុំខ្លួនខ្ញុំនៅក្នុងផ្ទះនៅក្នុងវិមានចាំងមិនសិនក្នុងនេះបញ្ជាក់យ៉ាងច្បាស់ថាលោកជួយជាមួយប៉ាខ្ញុំព្រោះគាត់បានជួបផលតាំងនៃការក្បត់របស់លោកចំពោះចាំងពេក្រោយមកទៀតក៏បានសុំឲ្យខ្ញុំរៀបការជាមួយលោកតែគាត់ដឹងថាមនុស្សដែលខ្ញុំស្រឡាញ់គឺគូយីឈិនមិនទទួលបានអ្វីដែលត្រូវការទើបធ្វើឲ្យលោកកាន់តែចង់កំហឹងជាមួយគ្រួសារម៉ែនកាន់តែខ្លាំងដូច្នេះឆ្លៀតពេលដែលពួកយើងមិនប្រច័ណ្ឌលោកក៏រួមដៃគ្នាជាមួយសេនយូសាននាំតែហ៊ានចូលសម្រាប់គ្រួសារខ្ញុំមកដល់ផ្ទះ គឺជាគូជាឈិនទេដែលជាអ្នករួមដៃជាមួយនឹងឪពុករបស់គេក្បត់មិនទីងិនបំផ្លាញគ្រួសារមិននាងកុហកពួកយើងនៅក្នុងកងទ័ពវៃបីតែតែគ្រប់លោកមេបញ្ជាការវាគឺជាល្បិចរបស់សេមជូសានដើម្បីកាត់បន្ថយទំនុកចិត្តលើមេបញ្ជាការនេះគ្រាន់តែជាពាក្យចាំរាប់ប៉ុណ្ណោះ លោកប៉ាចាំមិនហើយអពុជបាត់ជាឯងត្រឡប់មកវិញទៅឆាប់ចេញទៅបាយយឺតយ៉ាវគ្មានជីវិតទៅវិញទេឆាប់ចេញទៅពួកយើងត្រូវទៅជាមួយគ្នា គ្មានអ្នកណាម្នាក់អាចទៅណាបានទាំងអស់ លោកប៉ាកុំបារម្ភអីថ្ងៃនេះខ្ញុំនឹងប្រយុទ្ធបដូរស្លាប់ជាមួយកងទ័ពខាងជើងខ្ញុំនឹងនាំលោកប៉ាចេញពីទីនេះដោយសុវត្ថិភាពគូយីឈើឯងពិតជាឆ្កែតែរមិលកូនមែនពីពេលនេះតទៅកុំបង្ហាញខ្លួនឲ្យយើងឃើញតទៅទៀតឯងខុបខិតជាមួយនឹងឪពុកថោកទាបរបស់ឯងឆ្លៀតពេលយើងចុកសោយចុកមកវាយប្រហារយើងឯងពិតជាធ្វើឲ្យយើងនឹកស្មានមិនដល់មែនគ្រួសារវ័យយើងត្រូវបាត់បង់ដោយសារសិទ្ធិនៃរិឆាតឯងនេះលោកប៉ាកំពុងតែនិយាយពីអី ឯងនិយាយស្អីយើងមិនយល់ទេ
គេគឺជាកូនប្រុសរបស់យើងពិតមែនដែលខានជួបគ្នាច្រើនហើយ គូជាឈិនសេនយូសានពួកឯងធ្វើពុតដល់ដាក់ទៀតទៅក្រែងនេះឯងបានគ្រោះទុកយូរហើយមែនទេស្ដាយដាស់ដែលយើងខ្វាក់ភ្នែកលោកប៉ានៅខ្លួនឡើងលោកប៉ាក្មេង មិនបានជាមិនប្រាប់អូន ដោយសារតែកលៈទេសៈបង្ខំទើបបងមិនអាចប្រាប់បងបានតាំងពីដំបូងក្រោយមកបងចង់និយាយប្រាប់គ្រប់យ៉ាងប៉ុន្តែបងពិតជាមិនដឹងថាទៅនិយាយពីចំណុចណាខ្លាចអូនមិនជឿបង មិនក៏គិតដល់លោកបែបនេះ បងចង់ប្រាប់តែមិនដឹងនិយាយពីចំណុចណា មិនក៏គិតដល់លោកបែបនេះ កុំព្រឹកណា ទម្លាក់កំភ្លេចចុះទៅ បានយល់ព្រម បើពួកឯងបានដល់ការពិតទៅហើយខ្ញុំក៏មិនចាំបាច់និយាយច្រើនទៀតដែររូលីខ្ញុំបានគិតរួចហើយទោះបីជាពួកយើងមិនបានរស់នៅជាមួយគ្នាប៉ុន្តែពួកយើងអាចស្លាប់ទៅជាមួយគ្នាបាន ចាហ្វឹងឈប់ទៅកុំធ្វើអ្វីនាងបើចង់សម្លាប់ឯងសម្លាប់យើងមកចុះ ជាឈិន មិនចាំបាច់ប្រាប់យើងទេគ្រប់ពេលឯងតែតែធ្វើជាឧបសគ្គរបស់យើងនឹងរូលីឯងកុំចំណានអីចាំយើងមកជួនឯងទៅឋានរូបមិនចុះ បងជាឈិនទីបងខ្លួនខ្ញុំអាចលះបងដើម្បីបងបាន លោកស្រីលោកមេបញ្ជាការអ្នកទាំងពីរបានគិតច្បាស់ហើយមែនទេថានឹងចោលអ្វីគ្រប់យ៉ាងនៅចាំងពេលនេះ ព្រោះយើងថយតន់នឹងចំនួនមិនចេះចាប់នេះខ្លាំងណាស់ ពីពេលនេះតទៅពួកយើងនឹងចិញ្ចឹមកូនជាមួយគ្នាមិនអាចបែកគ្នាជារឿងរហូត ស្ថិរក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា chamomile, peppermint extract, natural antibacterial, inflammatory និង aloe vera, tocopol, vitamin E, skin care ស្រាស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួនរលាករមាស់ក្លិនមិនល្អកម្ចាត់បាក់តេរីបស្មូលជួយឲ្យស្បែកមានសុភាពទន់ផ្ដល់នូវភាពល្អស្អាតជាពិសេសជួយអារម្មណ៍ស្រស់ស្រាយ